នេះសួរបងត្រង់ហ្មងណា បាទ លើបទពិសោធន៍នៃការជួសជុលសពថ្ងៃបងធ្លាប់ដែរស៊ីគ្រឿងភ្ញៀវអត់ ណាថាសំណួរចង់សំដៅទៅលើ ចង់សំដៅទៅលើថាណាត់ថាជំរាបទឹកដែលយើងដាក់ចូលថ្មីហ្នឹងវាមានគុណភាពល្អដូចស៊ីនវា តាកោហើយបិទចូលវិញអត់ដូចដើមមក Apple ទេ ដូចទីហៅថាដូចខ្ញុំជាអតិជនខ្ញុំចង់បានទូរស័ព្ទហ្នឹងមកប្រើប្រាស់ប៉ុន្តែវាធ្លាប់ជួសជុលហើយតើយើងអាចសម្រេចចិត្តក្នុងការទិញទូរស័ព្ទដែលធ្លាប់ជួសជុលហើយយកមកប្រើបានអត់ យើងទិញប្រភេទទូរស័ព្ទមកទឹកគឺយើងត្រូវហ៊ានប្រឈមមុខ បើសិនជាមានទូរស័ព្ទពីរមួយសំណុំមួយអត់សំណុំតើបងអាចសម្គាល់បានដោយរបៀបណា ពេលនឹងការសម្គាល់ហ្នឹងវាមានពីរដែរជួនកាលទៅលើទឹកដៃជាង តែចំណុចណាដែលដឹងថាស្ពែផាតហ្នឹងធ្លាប់បានជួសជុលឬក៏ដោះដូរហើយ បើពាក់ព័ន្ធមួយផ្នែកខាងក្នុងបើប្រភេទពួក iPhone វាណាយើងជួសជុលអីមួយវាលោតផាតសវិសហើយទូរស័ព្ទខ្លះធ្លាប់ជួសជុលប៉ុន្តែមើលពីខាងក្រៅគឺអត់មានលោត message អីទេ តលុះហើយនឹងអេក្រង់ស៊ីនអ៊ុតកញ្ចក់បើសិនជាយើងសម្រេចចិត្តក្នុងការបដូរយើងគួរតែជ្រើសរើសយកអេក្រង់មួយណា ពីពិសេស14 Pro Max អីហ្នឹង13 Pro Max អីហ្នឹងដាក់ទៅកន្លះខែយ៉ាងយូរដល់ខូចដោយសារ graphic ដែលបញ្ចេញពលឺមកហ្នឹង GX ទូអត់ជាប់ទេ សំណួរអីដែលបងខ្លាចជាងគេនៅពេលដែលអតិជនចោតសួរបង មេកុង podcast ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេកុង podcast ហើយថ្ងៃនេះផងដែរគឺពិសេសខ្លាំងមែនតើដែលយើងបាន invite នៅ special guest ដែលជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាបានស្គាល់គាត់រួចមកហើយចំពោះ topic ដែលយើងចង់លើកយកមកនិយាយថ្ងៃនេះគឺចង់ជឿឬចង់ចេះបាទអញ្ចឹងយើងទៅជួបជាមួយនឹង special guest យើងទាំងអស់គ្នាបាទជម្រាបសួរបង បាទពីសួរ បាទឃើញថាក្នុងបណ្ដាញសង្គមយើងសប្តាហ៍គឺបងមានភាពល្បីល្បាញខ្លាំងមែនតើបាទហើយបើគិតជាភាពល្បីល្បាញគឺខ្ញុំសម្គាល់ឃើញគឺបងល្បីខាងដោះអំបែកហ្នឹងតែម្ដងបាទអញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំបានមានជាសំណួរខ្លះៗសម្រាប់មកចង់ចោទសួរបងដើម្បីឲ្យបងបង្ហាញទៅដល់អ្នកមើលឲ្យគាត់បានយល់ដឹងខ្លះៗអំពីបច្ចេកវិទ្យាទៅលើទូរស័ព្ទអញ្ចឹងណាបងបាទហើយជាដំបូងឡើយចង់សួរបងបន្តិចថាតើបងមានកត្តាអ្វីខ្លះឬក៏បងមានចំណុចអ្វីខ្លះដែលបងអនុញ្ញាតឲ្យបងផ្ដល់កិត្តិយសចូលក្នុងកម្មវិធី Mekong Podcast របស់យើងនេះបង បាទកត្តាដែលឲ្យខ្ញុំមកដល់ podcast របស់ Mekong podcast នេះគឺគោលបំណងធំគឺខ្ញុំចង់ចែកម្លែកនៅចំណេះដឹងពាក់ព័ន្ធជាមួយនឹងទូរស័ព្ទបាទពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដែលយើងមុននឹងសម្រេចចិត្តក្នុងការទិញមុននឹងសម្រេចចិត្តក្នុងការជួសជុលថាយើងត្រូវត្រៀមចិត្តអ្វីខ្លះបាទបងបាទហើយមួយទៀតបងចង់សួរបងថាតើបងមានមូលហេតុឬក៏កត្តាអ្វីខ្លះដែលធ្វើឲ្យបងចាប់យកជំនាញជាជាងទូរស័ព្ទនេះបាទហើយចង់ដឹងដែរថាបងមានការចាប់ផ្ដើមនេះអស់រយៈពេលប្រហែលឆ្នាំហើយតើបងពីមុនឡើយបងជាអ្នកណាហើយបងមូលហេតុអីដែលធ្វើឲ្យបងចាប់យកវិស័យជាងជួសជុលទូរស័ព្ទនេះបង បាទមុននឹងមកដល់ចំណុចមួយនេះខ្លាយជាងទូរស័ព្ទនេះគឺដំណើរដើមតឹងមកគឺដំបូងឡើយបញ្ចប់ថ្នាក់ទី12ហ្នឹងគឺគោលដៅជីវិតអត់តន់ច្បាស់ទេគឺនៅតែតោនៅឡើយឯងបាទដោយសារមកដល់ភ្នំពេញហ្នឹងគឺចេះតែរៀនឯងតាមគេបាទរៀនជាពិសេសមិត្តភ័ក្តិណែនាំថាអូរៀនច្បាប់ឃើញទៅច្បាប់ទៅរៀនខាងផ្នែកច្បាប់នៅវិទ្យាស្ថានមួយប្រហែលជាបាន3ខែក៏ឈប់ដោយសារតែមិនមែនជា unique មិនមែនជាថែបរបស់យើងអញ្ចឹងបាទក៏ខ្ញុំសម្រាប់មួយរយៈពេលមកដល់ភ្នំពេញភ្លាមនេះគឺខ្ញុំធ្វើការសន្តិសុខបាទធ្វើការសន្តិសុខធ្វើការផងរៀនផងទៅក៏ចេះតែស្វែងរកឱកាសការងារដែលសមរម្យមួយទៅហើយអនាគតការងារថាយើងត្រូវចាប់យកអ្វីជាជំនាញអ្វីអញ្ចឹងបាទខ្ញុំក៏មើលឃើញថាជាជំនាញខាងបច្ចេកទេសដែលខ្ញុំអាចហើយខ្ញុំក៏ឆ្លាញ់ខាងហ្នឹងដែរហើយជំនាញដែលនៅមហាវិទ្យាល័យគឺខ្ញុំចាប់យកជំនាញខាងវិទ្យាសាស្ត្រកុំព្យូទ័រដែលរៀនខាង IT ហ្នឹងណាខ្ញុំក៏សម្រាប់ចិត្តរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹងក៏រៀនបដាធ្វើការបដាធ្វើរៀនបដាយើងធ្វើការសន្តិសុខបដាអញ្ចឹងណាបាទក៏ធ្វើរយៈពេលបាន2ឆ្នាំយូរដែរបាទក៏មានឱកាសមួយប្អូនគាត់បានធ្វើការនៅកន្លែងជួសជុលទូរស័ព្ទកន្លែងដែលតឡើងទូរស័ព្ទប្រភេទដែលគេនាំទូរស័ព្ទមកពីកូរ៉េបាទចំនួន Note 1 Note 2 ហ្នឹងខ្ញុំក៏ទៅជួយការងារគាត់ថាខ្វះកម្លាំងអីចឹងធ្វើអត់តាន់ក៏ទៅជួយការងារហ្នឹងទៅក៏មានអារម្មណ៍ថាដូចស្រឡាញ់មុខជំនាញហ្នឹងបើហើយបាទត្រូវជំនាញហ្នឹងបាទអញ្ចឹងយើងរៀនបដាធ្វើការបដាក៏ឈប់ពីសន្តិសុខទៅក៏មកចាប់យកជំនាញខាងទូរស័ព្ទហើយធ្វើរ
dạ về bàn phải chỉ 7 khái có chụp bị cái lại những tới có khơi những cái lại ai khe còn rồi bỏ cái lực nắng có đặc biệt mà sum phi ca nghe thưa nên năng tay và thưa du tới có cha ta sanh chùm niên mới năng riêng ba thứ có dương riêng phần lật video và việc chủ chưa lá và riêng chỉ tu tới bây giờ đây dương ọt che vay mối vẽ con mối tu sắp dương mình trời cả mời YouTube và mời YouTube tới có khơi thà mèo ram thà chọn thưa video đôi kỳ mà có chụp vào đàm rồi camera thọt pi tu sắp đấy mà thọt đa thưa đa nhưng thấy có upload cho YouTube tới có channel nó sẽ là ca ân rich mà đong tí tới có thua dương cho miền cầm nứt mày và miền cầm nứt mày lâu to mà đo vẹn đo tu sắp đo sọc ngày nè bạn là ngày chẳng nơi không đài sản công cứ bóng cứ miền fan chán khang mình tên chẳng sầm nhập fan bảo bong mongประกาศจะ squad บองไงจังยมจังไอ้บองแนะนำคลุนติ๊กทาบองจีนแน่สำหรับaudience ทำไมได้กดตอน squad บองปีมนมาอ่ะบองបាទខ្ញុំឈ្មោះជុនសេឡាហើយបាទខ្ញុំជា content creator ឬក៏ video creator ដែលផលិតមាតិកាដាក់នៅក្នុង YouTube តែមួយរយៈចុងក្រោយនេះក៏ខ្ញុំធ្វើជាប្រភេទ voice over ដាក់ទៅក្នុង Facebook ដែរដើម្បីឲ្យជា audience នៅស្រុកខ្មែរយើងបានឃើញបានពីឲ្យយល់ពីបច្ចេកវិទ្យាខាងចំណេះដឹងផ្នែកទូរស័ព្ទដែរអញ្ចឹងបាទហត់ដងគឺបងល្បីល្បាញខាងជួសជុលខាងកោះដោះដូរនឹងតែម្ដងបាទហើយចង់សួរបងថាឧទាហរណ៍ថាដូចជាទូរស័ព្ទថ្មីដែលបងយកមកដោះហើយតើបងយកតាណាយកទៅផ្គុំថ្មីឬក៏យ៉ាងម៉េចដែរបងពាក់ព័ន្ធមួយទូរស័ព្ទដែលខ្ញុំដោះម៉ៃគ្រឿងហ្នឹងដូចស៊េរីដែលគេចេញភ្លាមយើងត្រូវការដោះភ្លាមហ្នឹងបាទគឺយើងដោះដើម្បីគោលបំណងធ្វើវីដេអូដាក់ YouTube ដើម្បីជាវីដេអូដែលយើងបរៀនពីរបៀបដោះដែលសម្រាប់ជាងដៃថ្មីឲ្យដែលគាត់ចង់ចេះចង់ដឹងអញ្ចឹងគាត់ឧទាហរណ៍ដូចធម្មតា model ចុងក្រោយតែចេញមកមួយខែអីក្រោយមកគឺមានបែកអេក្រង់ហើយអញ្ចឹងគាត់អត់ដឹងពីរបៀបនៃការដោះអញ្ចឹងយើងធ្វើបំបែកគ្រឿងដោះមុនដើម្បីឲ្យគាត់ជាផ្លូវមួយដើម្បីបង្ហាញឲ្យគាត់បានដឹងមុនអញ្ចឹងណាបាទនៅពេលដែលបងកោះបងគិតថាវាអាចមានហានិភ័យដែរអត់ឬក៏បងគិតថាមានចំណុចណាដែលយើងអត់ហ៊ានក្នុងការសាកល្បងដែរអត់ចំណុចដែលកោះហ្នឹងគឺអត់ខ្លាចនឹងការប្រឈមហានិភ័យទេទោះក្នុងកលៈទេសៈណាក៏ដោយយើងកោះទោះបីខូចអេក្រង់ក៏យើងត្រូវតែប្រឈមនឹងការទទួលវាដែរដោយសារយើងកោះនេះគឺធ្វើម៉េចឲ្យកោះឲ្យចេញបំបែកគ្រឿងវាចេញអស់ហ្មងដើម្បីចង់ដឹងថាវាទី1យើងតេស្តទៅលើភាពធន់ទី2តេស្តទៅលើអាភាពងាយស្រួលក្នុងការដោះវាស្កវាប្រមាណភាគរយបន្ទុកដែលយើងដោះហ្នឹងវាងាយស្រួលប្រមាណភាគរយក្នុងការដោះអញ្ចឹងបាទបើគិតពីគ្រឿងទូរស័ព្ទបងពីមួយឆ្នាំទៅមួយឆ្នាំបងគិតថាវាមានចំណុចផ្លាស់ប្ដូរច្រើនដែរអត់បងបើតាមការកត់សម្គាល់របស់បងបើពាក់ព័ន្ធជាមួយនឹង iPhone គឺការផ្លាស់ប្ដូរគឺមិនសូវធំដុំប្រហែលនេះគឺមិនសូវខុសគ្នាគម្លាតឆ្ងាយប្រហែលនេះគឺស្តៀងគ្នាបន្តិចគាត់ថាខុសទីតាំងនៃការផ្លាស់ប្ដូរទីតាំង logic board ដូរទីតាំងកាមេរ៉ាតែប៉ុណ្ណឹងគឺខុសតែប៉ុណ្ណឹងទេបើក្រៅពីហ្នឹងដូចសំណុំជើងសាកអីគឺសឹងតែដូចគ្នាទាំងអស់មកដូចគ្នាទាំងអស់ហ្នឹងចុះទៅលើ Samsung អីដូចគ្នាដែរណាបងពាក់ព័ន្ធមួយ Samsung គឺដូចគ្នាសឹងទាំងអស់ទីតាំងដែលត្រូវដាក់កាមេរ៉ាអីគឺរៀបចំមកគឺសឹងថាដូចគ្នាទាំងអស់ហ្មងអញ្ចឹងមានន័យថាមួយឆ្នាំទៅមួយឆ្នាំគ្រាន់តែផ្លាស់ប្ដូររូបរាងខាងក្រៅអីអញ្ចឹងបាទផ្លាស់ប្ដូររូបរាងខាងក្រៅគាត់ថាផ្នែកខាងក្នុងគាត់ design ខុសគ្នាបន្តិចទេបាទមួយទៀតឆ្ងល់តែចេះបងករណីទូរស័ព្ទបងបើសិនជាយើងដោះដូរវាហើយវាប្រកាសជាគេហៅថាលេងសំណុំស៊ីនណាបងបាទអញ្ចឹងហើយមួយទៀតបងយើងអាចកត់សម្គាល់បានថានៅពេលដែលយើងកោះអាចជំរាបទឹករបស់វាហ្នឹងប្រកាសជាដាច់អស់ហើយបាទអញ្ចឹងយើងគិតថាយើងអាចមានទំនុកចិត្តបានថាជំរាបទឹកដែលយើងដាក់ចូលថ្មីហ្នឹងវាមានគុណភាពល្អដូចស៊ីនវាពាក់ព័ន្ធមួយជំរាបទឹកអាហ្នឹងគឺតាកោះហើយយើងបិទចូលវិញអត់ដូចដើមរបស់ Apple ទេដោយសារអីដោយសារអាជំរាបទឹកស្កូតដែលគេផលិតមកដាក់ចូលវិញហ្នឹងវាមិនមែនជា material របស់ Apple វាជាប្រភេទគ្រឿងបន្លាស់បាទជាប្រភេទគ្រឿងបន្លាស់អញ្ចឹងទៅរាល់ការចាប់ចូលបិទចូលវិញគឺវាអត់អាចដូចដើម 100% ទេព្រោះឆ្លងកាត់របស់ Apple process ការងាររបស់គេគឺសូម្បីតែស្កូតហ្នឹងក៏គេត្រូវការកម្ដៅវ៉មកម្ដៅមុននឹងកឹបចូលឲ្យវាត្រូវស្តង់ដារអញ្ចឹងណាយើងក៏មានធ្វើអញ្ចឹងដែរប៉ុន្តែសួរប្រៀបធៀបថាស្កូតនឹងដូចគ្នាអត់ទេព្រោះស្កូតវាខុសគ្នាឆ្ងាយបាទរើស្កូតឲ្យដូចគ្នាគឺអត់ទាន់ត្រូវទេហើយ
ពាក់ព័ន្ធជាមួយនឹងជំរាបទឹកគឺពាក់ព័ន្ធជាមួយនឹងជំរាបទឹកគឺបន្ទាប់ពីយើងតឡើងវាចូលវិញកັບអេក្រង់ចូលវិញហ្នឹងគឺការពារបានត្រឹម 80% ទៅ 90% ទេអត់អាចការពារបាន 100% ទេ ប៉ុន្តែគុណភាពក៏ដូចជារយៈពេលនៃការប្រើប្រាស់យើងអាចកំណត់វាបានអត់បងជំរាបទឹកថ្មីដែលយើងដាក់ហ្នឹង វាមានដែរយ៉ាងយូរខ្ទង់6ខែវាអាចនឹងហើបតិចឬក៏ចូលទូលីនៅកាមេរ៉ាមុខ បាទហ្នឹងហើយបាទអញ្ចឹងយើងអត់ទាន់មានលក្ខណៈថាអត់ទាន់មានស្កុតជំរាបទឹកដែលអាចជួយទប់ស្កាត់បានយូរអង្វែងដូចបោះស៊ីន Apple ឬក៏បោះស៊ីនផ្សេងៗអីទេ អត់ទាន់មានទេ អូខេបងបាទហើយមួយទៀតបងទៅលើការផ្លាស់ប្ដូរបាទករណីដែលទូរស័ព្ទមួយធ្លាប់ជួសជុលឬក៏ផ្លាស់ប្ដូរហើយតើក្នុងនាមយើងជាអតិជនដូចទីហៅថាដូចខ្ញុំជាអតិជនខ្ញុំចង់បានទូរស័ព្ទនឹងមកប្រើប្រាស់ប៉ុន្តែវាធ្លាប់ជួសជុលហើយតើយើងអាចសម្រេចចិត្តក្នុងការទិញទូរស័ព្ទដែលធ្លាប់ជួសជុលហើយយកមកប្រើបានអត់ ពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដែលធ្លាប់ជួសជុលហើយអាហ្នឹងវាអាស្រ័យទៅលើ budget របស់យើងដែរ បាទ បើសិនជាយើងមាន budget ក្នុងការទិញទូរស័ព្ទថ្មីបានអាហ្នឹងយើងអាចទិញបានតែបើថាយើងមានលទ្ធភាពទិញប្រភេទមួយទឹកបានអាហ្នឹងគឺយើងទិញមួយទឹកប៉ុន្តែយើងទិញប្រភេទទូរស័ព្ទមួយទឹកគឺយើងត្រូវហ៊ានប្រឈមមុខបាទយើងត្រូវហ៊ានប្រឈមណាព្រោះដោយសារមែនទូរស័ព្ទមួយទឹកទាំងអស់វាសិតតែលួយឬក៏ទូរស័ព្ទដែលប្រើម្កាលដែលជួនកាល បាទ យើងទិញហ្នឹងរបៀប random ដែរលក្ខណៈថាយើងទិញទាំងបន្ថយដែរធម្មតារបស់មួយទឹកទូរស័ព្ទខ្លះគឺការរៀបចំការជួសជុលស្អាតគឺអត់អីទេប្រើបានរហូតតែទូរស័ព្ទខ្លះទៀតការជួសជុលរបស់ជាងគាត់អត់សូវលក្ខណៈថាទឹកដៃអត់សូវល្អការប្រើប្រាស់ក៏វាអត់សូវស្រួលដែរវាល្អអួលទៅតាមហ្នឹងដែរ បាទអាហ្នឹងវាអាស្រ័យលើផាតដែលជាងគាត់ផ្លានផ្លាស់ប្ដូរឬក៏យ៉ាងណាដែរ បាទវាអាស្រ័យទៅលើផាត spare part ដែលជាងគាត់បានផ្លាស់ប្ដូរជួនកាលជាងខ្លះគាត់ចង់ចំណេញច្រើនបាទគាត់ចង់ចំណេញច្រើនគាត់ឧទាហរណ៍ដូចខូចជើងសាកមួយគាត់មិនដូរសំណុំជើងសាកទេគាត់ផ្លុំអាក្របជើងសាកដូរវិញអញ្ចឹងទៅវាស្មើនឹងការជួសជុលអាក្របជើងសាកហ្នឹងផ្លុំកម្ដៅទៅវាធ្វើឲ្យទន់អាសាច់ប្រទេសរបស់វាហ្នឹងប្រទេសឈីបរបស់វាហ្នឹងពេលណាយើងផ្លុំអាហ្នឹងទៅវាធ្វើឲ្យវាអត់សំណុំទេពេលណាយើងដាក់ចូលទៅវាអត់ដូចដើមទេអញ្ចឹងទៅបើសិនជាគាត់ធ្វើទៅស្អាតអាហ្នឹងអត់អីទេប្រើបានធម្មតាបើថាធ្វើអត់ស្អាតទេវារៀងល្អអួលជាងកាលភ្ញៀវយកទៅប្រើបានមួយអាទិត្យអី return មកវិញអញ្ចឹងទៅតែបើសិនជាយើងដូរសំណុំហ្មងអត់អីទេតែដូរហើយអត់អីទេបានឲ្យតែយើងធ្វើលក្ខណៈថាដូរកាមេរ៉ាខូចកាមេរ៉ាដូរកាមេរ៉ាទាំងសំណុំទៅអត់អីទេមិនខូចកាមេរ៉ាយើងឆ្នៃកាមេរ៉ាឆ្កឹះអា lens នឹងចេញដាក់ lens ថ្មីគឺអាហ្នឹងគឺអត់ធានាសុវត្ថិភាពឲ្យទេគឺវាអាចនឹង return មកវិញហើយបាទហ្នឹងបាទអញ្ចឹងសម្រាប់ទូរស័ព្ទដែលជួសជុលហើយគឺយើងអាចសម្រេចចិត្តទិញបានតែគ្រាន់តែយើងអាចមើលទៅលើចំណុចមួយចំនួនតើបាទយើងមើលទៅលើចំណុចមួយចំនួនអាចថាទូរស័ព្ទហ្នឹងធ្លាប់ជួសជុលអត់ឬក៏មួយទឹកហ្នឹងវានៅមួយទឹកសំណុំឬក៏មួយទឹកយ៉ាងម៉េចអាហ្នឹងយើងស្វែងយល់ខ្លួនឯងបាទមកដល់ចំណុចនេះចាប់អារម្មណ៍បងនិយាយថាសំណុំឬក៏មិនសំណុំអាហ្នឹងយើងអាចសម្គាល់បានបែបម៉េចដែរបងក្នុងនាមបងជាអ្នកដែលមានបទពិសោធន៍ទៅលើទូរស័ព្ទយូរបើសិនជាមានទូរស័ព្ទ2មួយសំណុំមួយអត់សំណុំតើបងអាចសម្គាល់បានដោយរបៀបណាបងពាក់ព័ន្ធជាមួយនឹងការសម្គាល់ហ្នឹងវាមាន2ដែរជួនកាលទៅលើទឹកដៃជាងទៀតតែបើជាងគាត់ធ្វើស្អាតពិបាកមើលដែរសូម្បីតែខ្ញុំក៏រៀងពិបាកមើលដែរបាទហ្នឹងហើយអាហ្នឹងវាមានចឹងទៀតតែបើទឹកដៃជាងជាពិសេសក្មេងៗគាត់ទៅរៀនធ្វើយើងមើលដឹងហ្មងឧទាហរណ៍ដូចទូរស័ព្ទធ្លាប់អ៊ុតកញ្ចក់ជួនកាលអ៊ុតវាចរបៀបលក្ខណៈរវាងអាប្រឡោះ lens កាមេរ៉ាយើងមើលពីមុខទៅអាកាមេរ៉ាមុខហ្នឹងមើលទៅវាអត់ត្រង់ទេគឺវារៀងលៀងមកបន្តិចចឹងទៅអាហ្នឹងគឺជាប្រភេទធ្លាប់អ៊ុតកញ្ចក់ឬក៏ដូរខ្នងក្រោយយើងមើលតែផ្នែកខ្នងក្រោយមើលថាវាអឹបស្មើជាមួយតួឬក៏អត់ចឹងបាទហើយអ្វីដែលយើងកត់សម្គាល់លឿនគឺយើងមើលទៅលើកាមេរ៉ាថាវាមានធូលីចូលអត់ជាពិសេសកាមេរ៉ាមុខបាទហ្នឹងហើយបាទហើយមួយទៀតបងចុះបើសិនជានេះយើងអាចសម្គាល់បានផ្នែកខាងក្រៅតែបើសិនជាករណីដែលជួសជុលផ្នែកខាងក្នុងយើងមានចំណុចណាដែលយើងអាចកត់សម្គាល់បានដែរបងយើងក៏ដូចជាការតេស្តឧទាហរណ៍ថាយើងអាចតេស្តចំណុចណាដែលដឹងថា spare part ហ្នឹងធ្លាប់បានជួសជុលឬក៏ដោះដូរហើយបើពាក់ព័ន្ធមួយផ្នែកខាងក្នុងបើប្រភេទពួក iPhone ពេលណាយើងជួសជុលអីមួយវា load part service ហើយបាទអាហ្នឹងបើករណីឧទាហរណ៍ទូរស័ព្ទខូចកាមេរ៉ាយើងដូរកាមេរ៉ាទាំងមូលទៅវា load part service ហើយតែនៅមានជាងផ្សេងទៀតគាត់ចេះឆ្នៃធ្វើកុំឲ្យ load message គាត់មាន tool សម្រាប់ fix សម្រាប់អីចឹងណាបាទហើយបើសិនជាយើងមើលពីខាងក្រៅត្មងទូរស័ព្ទខ្លះធ្លាប់ជួសជុលប៉ុន្តែមើលពីខាងក្រៅគឺអត់មាន load message អីទេបាទ
តោះតែយើងប្រហើបមើលខាងក្នុងបានដឹងថាអូទូរស័ព្ទនឹងធ្លាប់ជួសជុលវាមានចឹងទៀតបាទ អូខេបងចឹងអានេះជាចំណុចខ្លះៗដែលយើងអាចសម្គាល់បានហើយមួយទៀតសំណួរដែលយើងតែងតែទទួលបានពីបងប្អូនក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់មិនថាសេរីណាជាក់ស្ដែងគឺ iPhone នឹងហ្មងបងទៅលើថ្មដូចជាតើថ្មយើងធ្លាក់ក្រោម 80% យើងគួរតែផ្លាស់ប្ដូរវាឬក៏យើងអាចនៅប្រើប្រាស់បានធម្មតាទេបង សម្រាប់បញ្ហាថ្មហ្នឹងខ្ញុំអត់ recommend ថាឲ្យតែត្រឹម 80% ឬក៏ក្រោម 8 ត្រូវតែដូរទេអាហ្នឹងគឺអាស្រ័យលើយើងប្រើជាក់ស្ដែង បាទ ករណីដែលសិនបើសិនជាទូរស័ព្ទយើងប្រើប្រចាំថ្ងៃយើងសាកពេញពេលព្រឹកយើងប្រើទៅដល់ល្ងាចប៉ុន្តែ battery health នៅសល់ត្រឹម 79 ឬក៏80អាហ្នឹងយើងមិនចាំបាច់ត្រូវដូរទេករណីតើតាវាលែងកាន់ឧទាហរណ៍បើសិនជាយើងភ្ចូលពេញពេលព្រឹកខ្ទង់ម៉ោងបាយម៉ោង 12 អស់អាហ្នឹងតែខាតត្រូវដូរហើយចង់សំណុំស៊ីនមិនសំណុំគឺត្រូវតែដូរហើយបាទ បាទតែអាហ្នឹងដូចបងនិយាយអញ្ចឹងយើងមុននឹងបដូរយើងគួរតែមើលសិនណាបង បាទយើងចង់ដឹងថាយើងត្រូវតែមើលថាទូរស័ព្ទយើងកាន់ថ្មឬក៏អត់បើសិនជានៅកាន់ធម្មតាទេយើងប្រើពេញមួយថ្ងៃអាហ្នឹងយើងមិនចាំបាច់អីត្រូវដូរទេ បាទអញ្ចឹងបើសិនជាករណីយើងសម្រេចចិត្តក្នុងការផ្លាស់ប្ដូរថ្មយើងឃើញថាថ្មក្នុងពេលបច្ចុប្បន្ននេះវាមានច្រើនខ្លាំងមែនតើបងវាមានទាំងថ្មគេហៅថាថ្មថ្មីថ្មស៊ីនថ្មថ្មីតែកើតអំពែអីចឹងទៅបងតើករណីថ្មថ្មីកើតអំពែឬក៏អីហ្នឹងពេលដែលយើងប្រើប្រាស់យើងដាក់ប្រើប្រាស់ទៅវាអាចមានបញ្ហាឬក៏ផលប៉ះពាល់អីដែរអត់បង សម្រាប់ថ្មថ្មីកើអំពែហ្នឹងហើយនឹងថ្មស៊ីនវាមួយយ៉ាងម្នាក់ បាទ បើសិនជាភ្ញៀវខ្លះគាត់ចង់បានថ្មស៊ីនតែទូរស័ព្ទគាត់ iPhone 13 Pro Max អញ្ចឹងយើងពិបាកក្នុងការរើថ្មស៊ីនដាក់ជូនគាត់ដោយសារអីដោយសារបើប្រៀបធៀបមកដល់ឥឡូវ13 Pro Max សុខភាពថ្មគឺវាចុះខ្សោយហើយបាទខ្ពស់បំផុតត្រឹម 85 ហ្នឹង បាទ បាទអញ្ចឹងរៀងពិបាករើសុខភាពថ្មស៊ីនដែលយកមកដាក់ទូរស័ព្ទឲ្យលក្ខណៈថាចង់បានសំណុំដើមស៊ីនវិញហ្នឹងគឺពិបាកក្នុងការរើតែមានផ្សេងទៀតគឺថ្មសម្រាប់ជំនួសហ្នឹងគឺភាគច្រើនគេផលិតមកជាប្រភេទថ្មកើអំពែ បាទ អាហ្នឹងក៏ល្អប្រើមួយយ៉ាងដែរ បាទ បច្ចុប្បន្នខ្ញុំប្រើខ្លួនឯងតេស្តជាក់ស្ដែងឃើញថាអត់អីប្រើបានធម្មតាមិនមែនថាកើអំពែហ្នឹងភ្លើងវាបញ្ជូនមកលើសអាវ៉ុលដែលថ្មដើមឯណាប៉ុន្តែគាត់ណាកើហ្នឹងលក្ខណៈថាគេបង្កើនសាច់ថ្មឲ្យក្រាស់ជាងមុនបន្តិចដើម្បីបង្កើនមីលីអាំពែរបស់វាអញ្ចឹងណាហើយបើប្រៀបធៀបជាមួយនឹងថ្មស៊ីនធម្មតាអាគ្រឿងបន្លាស់វាអត់អាចដូចដើមរបស់ស៊ីនគេបានទេវាបានត្រឹម 80% ឬក៏ 90% នៃគុណភាពដើមរបស់គេអញ្ចឹងណា បាទ ហើយបើអាយុកាលនៃថ្មកើអំពែហ្នឹងវាបើទៀបបំផុតក៏បាន 6 ខែដែរអាយុកាលរបស់វាបាទចន្លោះពី 6 ខែទៅ 1 ឆ្នាំ បាទប៉ុន្តែនៅក្នុងពេលដែលយើងប្រើប្រាស់វាមានបញ្ហាដូចជាក្តៅក៏ដូចជាលក្ខណៈប្រើទៅទូរស័ព្ទប្រើទៅអត់ស្រួលឬក៏យ៉ាងម៉េចដែរ អត់អីទេបងអត់អីទេ ប្រើធម្មតា ប្រើធម្មតាដូចថ្មដើមមកគេ បាទអញ្ចឹងមានន័យថាអាថ្មកើអំពែហ្នឹងយើងអាចប្រើបានរយៈពេលយូរជាងមិនមែនថាកើតែអំពែដល់ពេលទៅប្រើទៅវាដូចតែធម្មតាដែរណាបង បាទនិយាយទៅថ្មកើអំពែប្រើបានធម្មតាដូចថ្មដើមរបស់ Apple ចឹងគាត់ថាអាយុកាលlifetime នៃ battery ហ្នឹងគឺវាខុសគ្នាវាអាកើអំពែហ្នឹងវាអាចនឹង បាទ អាយុកាលវាទៀបជាងអញ្ចឹងបាទ ធម្មតាបើសិនជាករណីយើងបដូរថ្មខុសដូចជាករណីដែលពេលយើងប្រើទៅវាអាចមានក្តៅអញ្ចឹងកាលណាថ្មក្តៅគឺវាអាចប៉ះពាល់ដល់អេក្រង់ដែរទៅអត់ បញ្ហាហ្នឹងគឺវាកម្រដល់ប៉ះពាល់ដល់អេក្រង់ដោយសាររាល់អេក្រង់ទាំងអស់គឺវាមានសន្ទះដែកមួយសម្រាប់ការពារពីផ្នែកខាងក្រោយនៃសាច់អេក្រង់អញ្ចឹងណា បាទ អញ្ចឹងបើសិនជាថ្មនឹងក្តៅវាអាចឲ្យអេក្រង់នឹងលាកឬក៏ជាប់បានទេគាត់ថាអ្វីដែលប៉ះពាល់ហ្នឹងគឺប៉ះពាល់ទៅលើជំរាបទឹកបើសិនជាថ្មយើងក្តៅខ្លាំងធ្វើឲ្យទូរស័ព្ទរបស់យើងវាក្តៅអញ្ចឹងធ្វើឲ្យស្កុតជំរាបទឹកធ្វើឲ្យវារហើបឡើងអីចឹងវាលែងនេះហើយធម្មតាថាស្កុតតែពេលណាត្រូវក្តៅគឺវាទន់ហើយអញ្ចឹងវាអាចប៉ះពាល់ដល់ជំរាបទឹកវិញបាទ អញ្ចឹងវាបើសិនជាករណីដែលប៉ះពាល់អេក្រង់គឺវាភាគតិចណាបង បាទភាគតិច បាទចាស់យើងសម្គាល់ឃើញថា iPhone វាសម្បូរមែនតើបងចាប់ពី13 Pro Max ឃើញថាវាមានសអេក្រង់ខៀវអេក្រង់តែអាហ្នឹងវាបែបម៉េចដែរបងវាបញ្ហាវាមកពីអីដែរ ពាក់ព័ន្ធជាមួយនឹងការបែក color អេក្រង់ជាពិសេស iPhone 13 Pro Max គឺ10ទាំង10គឺត្រូវតែមានគាត់ថាមុននឹងក្រោយអញ្ចឹង បាទ អញ្ចឹងបញ្ហាហ្នឹងវាកើតឡើងដោយសារវារលាកកអេក្រង់រលាកក្បាលអេក្រង់ បាទ នៅលើក្បាលអេក្រង់វាមានជើង
សេម៉ាដូចថ្មិញក្រាស់សិតសក់របស់យើងចឹងវាមានតម្រៀបជួរគ្នារាប់រយជើងរាប់ពាន់ជើងចឹងទៅអញ្ចឹងពេលណាដែលយើងប្រើក្តៅមានន័យថាអេក្រង់ហ្នឹង always display លក្ខណៈថា always display យើងមើលរឿងរយៈពេលចាប់ពី1ម៉ោងទៅ2ម៉ោងឡើងធ្វើឲ្យក្បាលអេក្រង់ហ្នឹងវាក្តៅខ្លាំងអញ្ចឹងទៅធ្វើឲ្យវាដាច់អាជើងដែលអាសាដែលបែកទៅចេញពណ៌color ដែលពណ៌សឬក៏ពណ៌ខៀវអីចឹងបាទអាហ្នឹងដោយសារវាលាកកអេក្រង់ចុះបើសិនជាករណីយើងឡើងពណ៌ឬក៏អីហ្នឹងយើងគួរតែសម្រេចចិត្តក្នុងការជួសជុលឬក៏យើងទៅផ្លាស់ប្ដូរអេក្រង់ហ្មងបងអាហ្នឹងអាស្រ័យទៅលើភ្ញៀវពេលខ្លះគាត់ចង់ភ្ញៀវខ្លះគាត់ចង់បានអេក្រង់ថ្មីហ្មងគាត់អស់អារម្មណ៍ជាមួយនឹងអេក្រង់ដែលបែក color ហ្នឹងហើយប៉ុន្តែភាគតិចភាគច្រើនគឺភ្ញៀវគាត់យកមកគឺដឹងតែជួសជុលហើយជួសជុលហើយការជួសជុលនឹងដែរវាមានពីរប្រភេទទៀតជួនកាលយើងតសេម៉ាមកតសៃទៅបាទតក្បាលអេក្រង់មកខ្វាច់ទៅគឺដើរហើយជួនកាលទៀតយើងតហ្នឹងអត់ដើរទេតតែអ៊ុតកអេក្រង់យកហ្មងបាទហើយពេលខ្លះទៀតវាខូចទៅដល់ហើយសេកញ្ចក់នៅលើក្បាលអេក្រង់របស់វានឹងទៀតហើយការបែក color ហ្នឹងវាចែកចេញជាពីរទៀតវាមានពណ៌សនិងពណ៌ត្រួយចេកអាពណ៌របៀប QQ តិចតិចហ្នឹងបាទពេលណាដែលបែកអា color ពណ៌ Q ហ្នឹងបន្ទាប់ពីយើងជួសជុលហើយ color វាអត់អាចដូចដើមបានទេមើលទៅរបៀប 3D សាច់អេក្រង់ចេញមកគឺវាអត់ច្បាស់វាអត់ម៉ត់ទេវាចេញមកដូចយើងបិទអា screen private អញ្ចឹងមើលទៅរបៀប 3D បាទឆ្នោតបាទហ្នឹងហើយបើសិនជាបែក color ពណ៌សអាហ្នឹងយើងជួសជុលហើយវាភាគរយច្រើនគឺដូចដើមវិញហើយធម្មតាបាទចុះបើសិនជាករណីជួសជុលដោយការតសេម៉ាឬក៏តលួសដែលគេចំណាំតែនិយាយហ្នឹងអាហ្នឹងពេលដែលយើងយកមកប្រើប្រាស់វាអាចមានផលប៉ះពាល់អីដែរបងអត់អីទេបងអត់មានប៉ះពាល់អីទេពេលណាយើងតលួសហ្នឹងទៅអ្នកខ្លះគាត់ថាប្រើទៅក្តៅប្រើអីអត់ទេអាហ្នឹងគាត់ថាគឺយើងតដើម្បីរំលើងជើងដែលដាច់ហ្នឹងធម្មតាយើងតលួសដើម្បីតរំលើងជើងដែលដាច់មានន័យថាដូចស្ពានអញ្ចឹងដូចស្ពានដាច់អញ្ចឹងយើងតអាលួសហ្នឹងដើម្បីភ្ជាប់វាពីម្ខាងទៅម្ខាងវិញបាទប៉ុន្តែពេលដែលប្រើវាអត់មានហានិភ័យក្នុងការឆ្លងឬក៏វាប៉ះពាល់ទៅលើអេក្រង់ពេលដែលយើងប្រើវាស្ទុកជាងមុនឬក៏យ៉ាងម៉េចដែរអត់ទេអាហ្នឹងពាក់ព័ន្ធជាមួយនឹងការស្ទុកហ្នឹងគឺអាដែលយើងតហ្នឹងវាមិនមែនជាការបញ្ជាថាច់ទេវាជាប្រភេទ display អញ្ចឹងជាពលឺដែល display បញ្ចេញរូបមកពាក់ព័ន្ធជាមួយនឹងការបញ្ជាថាច់គឺវាមាននៅផ្នែកម្ខាងទៀតនៃក្បាលអេក្រង់ហ្នឹងបាទហើយបើសម្រាប់ការផ្លាស់ប្ដូរឧទាហរណ៍ថាបើសិនជាយើងមានបាត់ចិត្តក្នុងកម្រិតណាមួយអញ្ចឹងវាមានអេក្រង់ធម្មតាវាមានអេក្រង់ច្រើនប្រភេទបងត្រូវបាទហើយយើងក៏សម្គាល់ឃើញប្រភេទអេក្រង់ស៊ីនតែអ៊ុតកញ្ចក់អាហ្នឹងវាជាប្រភេទអេក្រង់មិនដែរបងគឺជាប្រភេទអេក្រង់ដែលបែកកញ្ចក់មានន័យថាជាប្រភេទអេក្រង់មកទឹកដែលបែកកញ្ចក់ឬក៏សឹកកញ្ចក់កោតកញ្ចក់ខ្លាំងអញ្ចឹងអញ្ចឹងទៅក៏គេជាកញ្ចក់ដែលបែកនឹងចេញជាកញ្ចក់ដែលឆ្កូតនឹងចេញគេជំនួសនៅកញ្ចក់ថ្មីចូលហើយសួរថាប្រើកើតអត់អាហ្នឹងគឺប្រើបានធម្មតាតែអាស្រ័យទៅលើទឹកដៃជាងដែរបើសិនជាគាត់ធ្វើអត់ស្អាតយើងមើលទៅអេក្រង់ដែលជួសជុលវាមានចូលកតិចដីឬក៏វាស្នាមជាប់ឬក៏ស្នាមអស់លួសកាត់អីចឹងទៅវាឆ្នោតវាមានដានអីតិចតួចអាហ្នឹងវាអាចចឹងដែរប៉ុន្តែវាអត់មានប៉ះពាល់ដល់ការប្រើប្រាស់ទេណាបាទអត់ប៉ះពាល់ដល់ការប្រើប្រាស់ smooth ធម្មតាអត់មានស្ទុះអត់មានអីទេបាទអត់អីទេចុះបើសិនជាដូចខ្ញុំបានចោទសួរបងមិញអញ្ចឹងថាបើសិនជាករណីយើងមានកម្រិតឧទាហរណ៍ថាអេក្រង់ស៊ីនតលុះហើយនិងអេក្រង់ស៊ីនអ៊ុតកញ្ចក់បើសិនជាយើងសម្រេចចិត្តក្នុងការបដូរយើងគួរតែជ្រើសរើសយកអេក្រង់មួយណាបងរវាងអេក្រង់ពីរហ្នឹងខ្ញុំគិតថាយកមួយណាក៏បានដែរវាមួយយ៉ាងម្នាក់ទេគាត់ថាអាហ្នឹងអាស្រ័យទៅលើជាក់ស្ដែងយើងប្រឈមជាក់ស្ដែងឧទាហរណ៍បើសិនជាយើងប្រៀបធៀបថាមួយណាល្អជាងមួយណាគឺវាដូចតែគ្នាទេវាស្មើនឹងអេក្រង់ជួសជុលដូចគ្នាអញ្ចឹងយើងយកមួយណាក៏បានដែរតែអាហ្នឹងគឺសម្រាប់តា iPhone 13 Pro Max ទេបើ14 Pro Max គឺវាកម្រមានជួបបញ្ហាតលួសអត់មានតលួសទេគឺ14 Pro Max គឺគេបដោះពីខាងក្នុងមកវិញបាទវាកម្របែក color ដូច13 Pro Max ចឹងបើសិនជាករណីអេក្រង់តលុះបងអាហ្នឹងពេលដែលយើងជួសជុលហើយអញ្ចឹងវាអាចមានបញ្ហាឡើងវិញអត់បងវាអាចវា10អីអាចមកវិញ8នាក់ដែរវាអាចកើតឡើងមួយសារទៀតអញ្ចឹងយើងធ្វើមួយសារទៀតយើងធ្វើវាដាច់កន្លែងជើងផ្សេងទៀតណាអូខេបាទវាដាច់ជើងផ្សេងទៀតយើងតកន្លែងផ្សេងហ្នឹងទៀតទៅបាទចុះបើសិនជាបងយើងឥឡូវយើងមានឃើញអេក្រង់ GX ដូចគ្នាបាទអេក្រង់ GX អញ្ចឹងបើសិនជាករណីអេក្រង់ស៊ីនហើយនៅអេក្រង់ GX គេថា color វាមិនសូវខុសគ្នាហ្មងតែអាហ្នឹងវាពិត
បិទមែនឬក៏យ៉ាងម៉េច អាហ្នឹងសម្រាប់ភ្ញៀវទូទៅគាត់មើលទៅគឺភ្លាមគាត់បែងចែកអត់ត្រូវទេបើថាសម្រាប់ជាងគាត់ណាមើលគឺដឹងហ្មងបាទដឹងថា color ធម្មតាយើងនៅជាមួយពលឺអេក្រង់យើងកាន់ទូរស័ព្ទរាល់ថ្ងៃយើងដឹងថាវាបែងចែក color មិនគាត់ណាយើងមើលដឹងថាអេក្រង់ GH ហើយនឹងអេក្រង់ scene ដើមគឺយើងមើលមួយផ្លែតគឺយើងដឹងហើយថា color វាយ៉ាងម៉េចសូម្បីតែការព្យាថាច់ color ចេញមកបើ GH color វាចេញមករបៀបភ្លឺរបៀប QQ តិចណាវាអត់សូវដិតប្រហែលទេបាទហើយមួយទៀតអាសាច់អេក្រង់សាច់អេក្រង់កម្រាស់អេក្រង់លើក្រោមឆ្វេងស្ដាំគឺវារៀងក្រាស់ជាងអាស៊ីនរបស់វាបាទ ហ្នឹងហើយ ប៉ុន្តែយើងអាចដូរវាមកប្រើប្រាស់បានធម្មតាជំនួសប្រើបានណាបង អាហ្នឹងយើងប្រើបានលក្ខណៈថាជំនួសបានគាត់ថាអាយុកាលរបស់វាអាចនឹងខូចទៀតជួនកាល3ខែខូចហើយ GX ហ្នឹងតែបើសម្រាប់វាមានទៅតាមប្រភេទ iPhone ដែរបើសម្រាប់ iPhone 12 Pro Max ក៏អីទេយើងអាចប្រើបានរហូតដូចឯក្រង់ស៊ីនអញ្ចឹងតែបើ GX ក្រៅពីហ្នឹងប្រើអត់កើតហ្មងជាពិសេស14 Pro Max ឯហ្នឹង13 Pro Max ឯហ្នឹងដាក់ទៅកន្លះខែយ៉ាងយូរដល់ខូចហើយដោយសារ graphic graphic ដែលបញ្ចេញពលឺមកហ្នឹង GX ទប់អត់ជាប់ទេសូម្បីតែក្រង់ស៊ីនក៏វានៅតែខូចអញ្ចឹងទម្រាំតែក្រង់ GX វាទប់graphic ដែលបញ្ជូនមកគឺទប់អត់ជាប់ទេបាទ អញ្ចឹងទៅលើបទពិសោធន៍នៃការជួសជុលសប្ថ្ងៃអានេះសួរបងត្រង់ហ្មងណា បាទ បងធ្លាប់ដែរស៊ីគ្រឿងភ្ញៀវអត់ អត់ដែរទេ អត់ទេណាបងបាទ ធម្មតាអារម្មណ៍គេអារម្មណ៍យើងធម្មតាតែយកអីវ៉ាន់ទៅធ្វើកន្លែងណាមួយចេះតែមានកូនចិត្តមួយថាតិចគេស៊ីគ្រឿងរបស់យើងទៅបាទតែពិតទៅសម្រាប់ជាងទូរស័ព្ទគឺយើងត្រូវមានគុណធម៌មួយគឺពាក់ព័ន្ធជាមួយនឹងការស៊ីគ្រឿងវាអាក្រក់មើលទោះបីជាភ្ញៀវមិនដឹងក៏យើងដឹងខ្លួនឯងដែរយើងដឹងថាធ្វើអញ្ចឹងសួរថាសមអត់អីចឹងអាហ្នឹងគឺអត់ល្អទេអាហ្នឹងក៏ជាសារមួយដែរខ្ញុំផ្ដាំទៅជាងវាជាងខ្លះអាចនឹងមានមែនបាទវាមិនមែនថា10ទាំង10ត្រូវតែមានទេអាចនឹងមានជាងខលខូចមួយចំនួនតូចដែលគាត់អាចនឹងមានមែនបាទគាត់លក្ខណៈថាទូរស័ព្ទរបស់ភ្ញៀវលុតយកមកលុតដល់ពេលធ្វើកើតចេញទៅវិញលួចឆ្លាស់កាមេរ៉ាគេមួយអីចឹងទៅកាមេរ៉ាក្រោយអីចឹងទៅឬក៏កាមេរ៉ាមុខអីចឹងទៅបាទអាចនឹងមានមែនប៉ុន្តែមិនមែនជាងទាំងអស់ទេបាទអាចនឹងទៅតាមជាងដែរបាទបើសិនជាទូទៅហ្មងគឺអត់មានទេបាទ បាទអញ្ចឹងចុះបើសិនជាករណីភ្ញៀវគាត់យកមកជួសជុលហើយយើងតែទូទៅមានទូរស័ព្ទដែលបងអត់អាចជួសជុលបានដែរអត់ចាបងមានតែបងពាក់ព័ន្ធមួយទូរស័ព្ទវាមិនមែនប្រកាសថាមក10ត្រូវដើរទាំង10ទេអានឹងមិនខុសអីពីជំងឺដែលយើងទៅពេទ្យទេមិនមែនពេលណាយើងឈឺអីទៅពេទ្យដឹងតែជាទេវាមានទៅតាមប្រភេទជំងឺដែរអញ្ចឹងណាបាទអញ្ចឹងទូរស័ព្ទដូចគ្នាមិនខុសអីពីពេទ្យទេទូរស័ព្ទជំងឺខ្លះប៉ះពាល់ដល់ CPU ឯហ្នឹងក៏អត់អាចសង្គ្រោះបានទេវាអាចវាមានករណីចឹងដែរគាត់ថា10គ្រឿងឯងមានមួយដើមឯងដែលថាធ្វើអត់ជោគជ័យអញ្ចឹងបាទបាទអញ្ចឹងតែករណីដែលខូចទៅលើ CPU អញ្ចឹងយើងអត់អាចផ្លាស់ប្ដូរឬក៏ឆ្លាស់អីបានទេបងអាហ្នឹងយើងអត់អាចដូរបានទេពាក់ព័ន្ធមួយ CPU គឺគេចង chip របស់វាគេចងជាមួយនឹងEEPROM របស់វាចងជាមួយនឹង baseband បាទចងជាមួយនឹង hard disk code របស់វាទាំងប្រមាណហ្នឹងគឺពេលណាដែលយើង log in iCloud ចូលទៅគឺវាចង Apple ID ហ្នឹងចូលទៅក្នុងអា chip ទាំងប្រមាណហ្នឹងអញ្ចឹងបើសិនជាយើងយករបស់គេផ្សេងយកមកដាក់គឺអត់ដើរទេដោយសារវាខុស code គ្នាវាធម្មតា code ទាំង3IC ទាំងប្រមាណហ្នឹងគឺគេ register code ហ្នឹងចូលគ្នាអស់ហើយអញ្ចឹងពេលណាយើងយកផ្សេងមកដាក់គឺវាអត់ support គ្នាទេបាទអូខេបងអញ្ចឹងបើសិនជាករណីដូចជាទូរស័ព្ទជាប់ cloud ជាប់អីយើងគួរតែបើឥឡូវយើងឃើញមានគេភាគច្រើនគេ bypass ប៉ុន្តែបើសិនជាខុសពី bypass យើងអត់មានវិធីអីផ្សេងទេណាបងក្រៅពី bypass គឺអត់ទាន់មានវិធីអីដោះ remove ដាច់បានទេករណីដែលគេដោះ iCloud បានហ្នឹងជាប្រភេទhacker បាទគាត់ hacker គាត់ hack ចូលទៅក្នុង cloud cloud របស់ Apple អញ្ចឹងទៅគាត់អាចមានលទ្ធភាពការ release ទៅលើ IME ពេលណាគាត់ access ចូលទៅក្នុងរបស់ Apple បាន server របស់ Apple បានគឺគាត់អាច release IME ដែលជាប់ហ្នឹងអញ្ចឹងគេមាន website មួយសម្រាប់ទទួលដោះ iCloud អញ្ចឹង process របស់វាគឺពេលណាយើងមានទូរស័ព្ទជាប់ iCloud យើងចូលទៅក្នុង website ហ្នឹងដើម្បីទៅទិញយើងបញ្ជូន IME ឬក៏ SN ហ្នឹងឲ្យគេទៅដើម្បីគេទៅ release IME ហ្នឹងចេញពី server របស់ Apple
chẳng anh nâng cứ việc admin là dụ cao dù thì vì là Apple chạp bán chẳng dụ mà tất cái chạp bán này cái rồi cho lọc hào nâng bán này chẳng việc ai đọc bán là hồ thì chẳng việc miền tam ngay tam pì lại nâng ấy chẳng ai nâng đấng ai nâng về đó hãy về error vinh này không bên này những đó hãy release chẳng hãy cứ ta vậy admin thì cho bay tiền admin cho bay tiền bạn nâng ấy còn tái bong tham mấy vì ai nâng Apple chạp bán tại bởi chạp bán anh nâng lơ khỏi tiết thơ lên bán nữa thật bạn nâng bên này chạp bán cứ server nâng website đã đó nâng cứ đó lên bán này cứ take down mong nâng ấy cái bắt chào mong tao đã bắt tham mấy tiết này bạn hay flex số bong vậy bong thọp miên bong miên bọt bị sao khang play software đài được gọi sắp ngày bờ này software nhom can thưa như vậy cao vì muốn nhom thưa từng pro mong gọi là cái thằng ca nghe sơ bố á ta là về ca nghe riêng bố riêng vó cứ phần lên software chào lại phần lên chào mình nhận bên đấy bị muốn máu play software để bong thọp chua chôn lắm bong thọp chua chôn từ lời ấy khá đẹp bong bờ chua chôn vẽ pon môi iPhone nuôi mình sơ thông thôngประมาณ thì vẽ pon môi software nhưng mưa là YouTube thư luôn ai bán này សម្រាប់ nhiều tụ tới tại bờ thàประเภท Samsung ដែលកាលជំនាន់ដែលខ្ញុំធ្វើកាលពី10ឆ្នាំមុននេះនោះអាហ្នឹងគឺគេប្រភេទទូរស័ព្ទការ៉េ version ការ៉េយើងយកមក build វាទៅជា global វិញអញ្ចឹងបាទប្រភេទ Samsung ហ្នឹងហើយតាំងពីជំនាន់ហ្នឹងមកដល់ឥឡូវគឺខានធ្វើយូរដែរបាទព្រោះដោយសារឥឡូវហ្នឹង version របស់ទូរស័ព្ទវា support គ្រប់ប្រទេសបាទទាំងអក្សរខ្មែរទាំងអក្សរអីគឺវា support ទាំងអស់អញ្ចឹងយើងមិនបាច់ទៅធ្វើអីញ៉ៃទៀតទេបាទប៉ុន្តែវានៅមានចំណុចមួយចំនួនដែលវា error ដែរនេះបងបាទវា error ដូចជាលក្ខណៈថាប្រភេទ iPhone វាអាចនឹងជាប់ដោយ load iTunes នេះអញ្ចឹងទៅអាហ្នឹងគាត់ថាយើងដោតចូល iTunes រាយទៅគឺដើរធម្មតាវិញហើយដើរធម្មតាបាទហើយក្នុងនាមបងជាជាងជួសជុលម្នាក់ខ្ញុំចង់សួរបងថាសំណួរអីដែលបងខ្លាចជាងគេនៅពេលដែលអតិជនចោទសួរបងសំណួរដែលអតិថិជនចោទសួរបើពាក់ព័ន្ធជាមួយនឹងសំណួរដែលគាត់សួរមកគឺអត់សូវដែលជាមានបញ្ហាទេយើងអាចឆ្លើយបានអស់គាត់ថាអ្វីដែលគាត់ឲ្យជួយលក្ខណៈថាឧទាហរណ៍ដូច iPhone 12 Pro Max អញ្ចឹងណាបាទអ្វីដែលយើងខ្លាចជាងគេគឺឲ្យសម្អាតដីកាមេរ៉ាមុខហ្នឹងហ្មងគាត់យកមកឧទាហរណ៍ជួនកាលគាត់ voice មកអញ្ចឹងបងសម្អាតដីកាមេរ៉ាមុខ iPhone 12 Pro Max អស់ប៉ុន្មានអាហ្នឹងគាត់ថាលឺឲ្យភ័យបណ្ដោយដោយសារទូរស័ព្ទ iPhone 12 Pro Max តែពេលណាចូលដីកាមេរ៉ាជាងគឺភ័យបណ្ដោយដោយសារវា half frame បាទពេលណាយើងគោះមកគឺប្រឈមនឹងការឆ្នោតហើយជួនកាលមិនតាន់បានម៉ួយមិនតាន់បានលុយ100ទេលឹមឡើងមកកៅឆាយអាសម្អាតកាមេរ៉ាមួយគាត់ឆាច់មកខូចអេក្រង់គេបាត់សងគេទាំងព្រឹកចឹងទៅក៏មានដែរអាហ្នឹងគឺអ្វីដែលខ្លាចបំផុតគឺសម្អាតដីកាមេរ៉ាសម្អាតធូលីហ្នឹងអាហ្នឹងគឺងាយនឹងខូចណាសម្រាប់ iPhone 12 Pro Max ទៅ13 Pro Max ហ្នឹងបាទប៉ុន្តែវាមានតែ2ស៊េរីហ្នឹងឯងបងតែវាហានិភ័យបាទហានិភ័យបើគិតជាមកដល់ក្នុងពេលបច្ចុប្បន្ននេះបងឃើញថាវិស័យជាងគឺយើងបែងចែកដូចជាបើមើលសប្តាហ៍ថ្ងៃដូចជាឃើញមាន3នេះបងមានទៅលើការផ្លាស់ប្ដូរគ្រឿងជាងម៉ាស៊ីនក៏ដូចជាផ្នែក software តើបងអាចរៀបរាប់តិចបានអត់ថាការជំនាញទាំង3ហ្នឹងវាខុសគ្នាបែបម៉េចវិញដែរបងនិយាយទៅពាក់ព័ន្ធជាមួយទូរស័ព្ទមួយគ្រឿងហ្នឹងគឺគេបែងចែកបាទពីរធំទី1 hardware និង software បាទហើយនៅក្នុងផ្នែក hardware ហ្នឹងគឺគេបែងចែកជា3ទៀតណាបងបាទយកផ្នែកអេក្រង់ផ្នែក spare part គ្រឿងបន្លាស់ដោះដូរតួហ្នឹងហើយនិងផ្នែកម៉ាស៊ីនជួសជុលម៉ាស៊ីនបាទអញ្ចឹងផ្នែក hardware គឺវាមាន3ទៀតវាមានជួសជុលម៉ាស៊ីនជួសជុលអេក្រង់និងគ្រឿងបន្លាស់ដូរជើងសាកដូរជើងអីហ្នឹងទៅបាទអញ្ចឹងបងអាចបញ្ជាក់បានតិចថាចំណុចជាងទាំង3ហ្នឹងវាមានលក្ខណៈខុសគ្នាយ៉ាងម៉េចដែរបងខុសគ្នាត្រង់ថាបើផ្នែកគ្រឿងម៉ាស៊ីនមិនសូវមានអ្នកចេះទេផ្នែកជួសជុលទៅលើ IC ជួសជុលទៅលើ Reball CPU ទៅលើកាតាបតដែរអីគឺមិនសូវមានអ្នកចេះពេញលេញទេធម្មតាជាងទូរស័ព្ទមិនមែនចេះជាងម្នាក់គឺចេះ full option នេះទេអត់ទេពីច្រើនគឺគាត់មានឯកទេសរបស់គាត់បាទអ្នកខ្លះគាត់ឯកទេសខាងគ្រឿងបន្លាស់ទៅអ្នកខ្លះគាត់ឯកទេសខាងអ៊ុតកញ្ចក់អ្នកខ្លះទៀតគាត់ឯកទេសខាងធ្វើ IC អញ្ចឹងទៅគាត់បើថាឲ្យចេះទាំងអស់ហ្មងគឺមិនសូវមានទេបាទភាគច្រើនគឺឯកទេសរៀងខ្លួនទៅតាមមុខជំនាញរបស់គាត់ដែលគាត់ចាប់យកអញ្ចឹងណាមិនខុសអីពីពេទ្យទេពេទ្យគឺមានជំនាញផ្សេងគ្នាដែរបាទពេទ្យថ្មិញឬក៏ពេទ្យ
ជំនាញខាងកាពះពោះវៀនអញ្ចឹងទៅបាទដូចគ្នាទេ បាទបងចុះទៅលើផ្នែក software វិញបងឃើញថាផ្នែក hardware មិញវាបានបែងចែកជា3ទៀតហើយចុះផ្នែក software វាមានបែងចែកអីផ្សេងទៀតដែរ ផ្នែក software ដូចជាអត់បែងចែកទេបាទ software គឺតែមួយទេ បាទអញ្ចឹងបើសិនជាករណីដូចជាខ្ញុំផ្ទាល់ខ្ញុំឆ្លាញ់ខាងនឹងដែរទីហៅថាដំបងឡើយយើងគួរតែត្រៀមខ្លួនបែបម៉េចហើយសម្រាប់ផ្នែកជួសជុលទាំង3ផ្នែកមិញដែលខ្ញុំបានចោទសួរបងយើងគួរតែចាប់ដើមជួសជុលពីចំណុចណាទៅមុនដែរបងចំណុចមួយហ្នឹងខ្ញុំគិតថាអ្វីដែលយើងត្រៀមហ្នឹងទីមួយយើងសួរខ្លួនឯងសិនថាយើងអាចឆ្លាញ់មុខជំនាញមួយហ្នឹងអត់បើសិនជាយើងឆ្លាញ់ហើយយើងងាយស្រួលក្នុងការរៀនទេបាទព្រោះធម្មតាថាមុខជំនាញដែលយើងឆ្លាញ់យើងយកចិត្តទុកដាក់ក្នុងការរៀនហើយបើថាម៉ែឪបខំមកគឺរៀនពិបាកតិចហើយបាទខ្ញុំធ្លាប់ប៉ះកូនសិស្សគាត់មករៀនគឺម៉ែឪបខំរៀនកន្លះឆ្នាំគឺមិនទាន់ចេះផងសម្រាប់ដូរថ្មដោយសារគាត់អត់ចូលចិត្តគាត់អត់ឆ្លាញ់អញ្ចឹងបើថាគាត់ឆ្លាញ់គាត់រៀនតែយ៉ាងយូរ3ខែគឺគាត់ចេះដោះដូរតួបាទអ៊ុតកញ្ចក់អ៊ុតអីគឺអាចធ្វើបានហ្នឹងហើយហើយអ្វីដែលយើងត្រូវត្រៀមបន្ទាប់ទៀតហ្នឹងគឺដើមទុនបាទដើមទុនក្នុងការបើកកន្លែងឧទាហរណ៍យើងរៀនហើយយើងមិនត្រូវការបើកកន្លែងឬក៏យើងធ្វើការគេសិនទៅបើសិនជាយើងមុននឹងទៅបើកកន្លែងរកស៊ីមួយជំនាញជួសជុលទូរស័ព្ទខ្ញុំ recommend ឲ្យធ្វើការគេសិនធ្វើការយ៉ាងហោចណាស់ក៏ពី6ខែទៅ1ឆ្នាំឬក៏2ឆ្នាំឡើងដើម្បីយកបទពិសោធន៍ទាំងបទពិសោធន៍នៃការទទួលភ្ញៀវទាំងការដោះស្រាយមួយភ្ញៀវដោះស្រាយបញ្ហាដែលយើងជួបប្រឈមប្រចាំថ្ងៃអញ្ចឹងវាអាចមានបញ្ហាជាទូទៅយើងទទួលសេវីសវាតែងតែជួបបញ្ហាអញ្ចឹងយើងត្រូវរៀនពីគេដើម្បីយកបទពិសោធន៍ហើយនឹងរើមើលកន្លែងណាហាងធំណាគេបើករៀនជួសជុលអញ្ចឹងទៅយើងទៅរៀនជាមួយគេទៅដើម្បីយកចំណេះដឹងច្បាស់លាស់មួយដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្តហើយចំណុចមួយទៀតគឺយើងត្រូវការស្រាវជ្រាវច្រើនបើសិនជាយើងអត់ចេះស្រាវជ្រាវឬក៏អាប់ដេតអត់ទាន់បច្ចេកវិទ្យាទេគឺក៏ពិបាកដែរសម្រាប់ជាងទូរស័ព្ទបើសិនជាយើងព្រោះទូរស័ព្ទជួនកាលយើងរៀនធ្វើ iPhone 14 Pro Max នោះគេចេញដល់18បានហើយយើងធ្វើមិនតាន់ទៅចេះអា14 Pro Max អា17 Pro Max មិនតាន់បានដោះមិនតាន់បានចេះផងគេចេញដល់18ទៀតអញ្ចឹងតោះតែយើងរៀនអភិវឌ្ឍខ្លួនឯងដើម្បីតាមឲ្យតាន់នៅបច្ចេកវិទ្យាដែលគេចេញគេស្រាវជ្រាវចេញប្រចាំថ្ងៃតែហ្មងហ្នឹងហើយបាទចុះចំពោះទៅលើរបៀបថាដូចជាឧបករណ៍បងឧបករណ៍យើងគួរតែចាប់ផ្ដើមពីឧបករណ៍អីបើសិនជាករណីដែលយើង start ដំបូងហ្មងបងឧបករណ៍ដែលយើងត្រូវមានដែលយើង start up ដំបូងទី1ក្បាលផ្លុំបាទក្បាលផ្លុំម៉ាស៊ីនផ្លុំកម្ដៅហ្នឹងទី2 microscope មីក្រូទស្សន៍ហ្នឹងហើយនឹងទូរវិសហើយពាក់ព័ន្ធជាមួយនឹង accessory ផ្សេងទៀតដូចតបៀតអីជាដើមអាហ្នឹងយើងគឺចាំបាច់ត្រូវតែមានហើយសម្រាប់តែគាត់រៀនដំបូងអញ្ចឹងគាត់ទិញអាទូរស័ព្ទប្រភេទទូរស័ព្ទមួយទឹកបាទដើម្បីយកមករៀនដោះដើម្បីឲ្យស្គាល់ខ្ចៅដឹងខ្ចៅរបៀបរបបនៃការដោះទៅវាមិនព្រោះហ្នឹងគ្រឿងហ្នឹងវាតូចអញ្ចឹងយើងត្រូវការយកចិត្តទុកដាក់ក្នុងការដោះវាបើសិនជាយើងអារម្មណ៍ឆេវឆាវក៏ធ្វើអត់កើតដែរពាក់ព័ន្ធមួយជំនាញមួយហ្នឹងបើសិនជាក្នុងមិនថាក្នុងវិស័យជាងជួសជុលទូរស័ព្ទឬក៏ជាងអីផ្សេងទេបើយើងគិតថាក្នុងនាមជាជាងដែលមានស្តង់ដារម្នាក់យើងគួរតែមានអីខ្លះបងជាងដែលមានស្តង់ដារម្នាក់គឺទី1គឺឧបករណ៍បាទឧបករណ៍គឺត្រូវតែមានសពគ្រប់ហើយបាទមានតាំងពីឧបករណ៍ស្កត់ជម្រាបទឹកបាទកម្ដៅស្កុតហើយនឹងឧបករណ៍និយាយទៅ all in one ហ្មងឧបករណ៍គឺត្រូវតែមានទាំងអស់ដើម្បីជាស្តង់ដារហ្មងប៉ុន្តែសម្រាប់ស្រុកខ្មែរយើងនេះគឺមិនសូវមាន full ទេសម្រាប់ឧបករណ៍ទាំងអស់ហ្នឹងឧបករណ៍ដែលស្តង់ដារហ្មងភាគច្រើនទៅលើតែក្រុមហ៊ុនទេបាទក្រុមហ៊ុនដូចជាក្រុមហ៊ុនធំដែលពាក់ព័ន្ធជាមួយនឹង Osiris ពី Apple Service អញ្ចឹងបាទតែបើថាយើងចង់បានជាជំនាញចង់អភិវឌ្ឍខ្លួនឯងជាជាងជំនាញដែលស្តង់ដារម្នាក់គឺយើងត្រូវមានឧបករណ៍គ្រប់គ្រាន់អាហ្នឹងគឺជាងស្តង់ដារហើយទី2គឺទៅលើទឹកដៃនៃការជួសជុលរបស់យើងគឺយើងអត់ខ្ជះខ្ជាយនឹងទៅលើការងាររបស់យើងទេគឺឧទាហរណ៍យើងបិទជម្រាបទឹកគឺយើងសម្អាតឲ្យស្អាតយើងបិទចេញមកគឺឲ្យវាស្តង់ដារដើមរបស់គេអញ្ចឹងបាទភ្លឹងហ្មងនេះបងបាទ
ចំពោះទូទៅបងគិតថាបើសិនជាករណីយើងអាចមានលទ្ធភាពក្នុងការបើកទៅលើវិស័យហ្នឹងហើយតើទូទៅចំណូលដែលយើងអាចរកបានវាអាចបងអាច estimate បានថាវាចន្លោះពីប្រមាណទៅប្រមាណដែរក្នុងមួយថ្ងៃឬក៏ក្នុងមួយខែអញ្ចឹង អាហ្នឹងអាស្រ័យទៅលើជាក់ស្ដែងបើសិនជាយើងបើកខ្លួនឯងហ្នឹងក្នុងទូរស័ព្ទមួយគ្រឿងចំណេញតិចបំផុតក៏$10ដែរ អូខេ អញ្ចឹងយើង estimate ទៅបើសិនជាមួយថ្ងៃយើងចូលបានប្រមាណដើមអាហ្នឹងគឺវាទៅតាមហ្នឹងហើយយើងអាចកំណត់តម្លៃយើងអាចកំណត់កន្លែងមួយថាមួយថ្ងៃបានប៉ុណ្ណេះមួយថ្ងៃបានប៉ុណ្ណេះបានទេអាស្រ័យទៅលើការងារជាក់ស្ដែងដែរជួនកាលការងារខ្លះអាចចំណេញ$5ការងារខ្លះអាចនឹងខាតទៀតបើសិនជាខូចរបស់គេត្រូវសងរបស់គេអាចនឹងខាតទៀតវាមានអញ្ចឹងបាទ ចុះបងទៅលើវិស័យជាងជួសជុលទូរស័ព្ទដែលយើងបានទៅចែកគ្នាខាងដើមមិញឃើញថា3ហ្នឹងបងគិតថាជាងមួយណាដែលអាចរកចំណូលបានច្រើនជាងហើយយើងអាចកណនាបានណាថាចំនួនភ្ញៀវដែលគាត់មានបញ្ហាខាងហ្នឹងច្រើនជាងគេហ៎បង ពាក់ព័ន្ធមួយជំនាញផ្នែក hardware ដែលចែកចេញជា3ហ្នឹងជំនាញដែលរកបានជាងគេគឺផ្នែក spare part បាទគ្រឿងបន្លាស់ អូខេ តែបើថាផ្នែកម៉ាស៊ីនជាផ្នែកបន្ទាប់ អូ បាទ ខេ ផ្នែកបន្ទាប់ហើយនឹងបន្ទាប់ពីហ្នឹងទៅគឺផ្នែកឧត្តកញ្ចក់បាទផ្នែកឧត្តកញ្ចក់ក៏រៀងរលួយបានច្រើនដែរបាទ អូខេបង ហ្នឹងហើយ ហើយទៅលើវិស័យនេះផងដែរទៅលើផលវិបាកអីដែលបងជួបច្រើនជាងគេនៅក្នុងវិស័យហ្នឹង ផលវិបាកដែលជួបនៅក្នុងវិស័យជួសជុលទូរស័ព្ទហ្នឹងគឺបញ្ហាដែលយើងធ្វើខូចរបស់ភ្ញៀវជាទូទៅទោះយើងចេះជំនាញលក្ខណៈថាបត់ផ្សោតប្រហែលឆ្នាំក៏ដោយក៏នៅតែខូចដែរ ក៏នៅតែ plot ដែរ បាទក៏នៅតែ plot មិនមែនថាយើងចេះជំនាញឧត្តកញ្ចក់ថាច់គឺយើងធ្វើអត់ខូចទេគឺ បាទ ដាច់ខាតគឺត្រូវតែខូចទោះចេះប៉ុណ្ណាក៏ដោយក៏នៅតែប្រឈមមុខនឹងការសងគេដែរហើយតែសងគេហើយប៉ះចំអាស៊េរីចុងក្រោយដូច17 Pro Max អីក្រង់វាចូល3ស្លឹកជាងដែរ បាទ វាត្រៀងធ្ងន់ដែរអញ្ចឹងទម្រាំតែយើងរើលុយសងអាថ្ងៃដែលយើងធ្វើខូចអញ្ចឹងយ៉ាងហោចក៏ចាយពេល 3-4 ថ្ងៃទៅមួយអាទិត្យដែរហ្នឹងហើយ អញ្ចឹងឃើញថាវាហានិភ័យដែរ បាទវាហានិភ័យដែរមិនមែនចេះតែធ្វើទៅជោគជ័យបានទេតោះតែយើងហ៊ានប្រឈមមុខបាទហ៊ានប្រឈមមុខនឹងការដោះស្រាយបញ្ហាមួយភ្ញៀវប្រឈមមុខនឹងការសងគេគឺជំនាញទូរស័ព្ទហ្នឹងអាហ្នឹងគឺវាអញ្ចឹងលក្ខណៈថា យើងធ្វើគឺប្រឈមមុខហើយទូរស័ព្ទថ្លៃថោកវាទៅតាមហ្នឹង ចាំបងធ្លាប់ជួបដែរអត់បង ធ្លាប់ ធ្លាប់ដែរ ហ្នឹងហើយធ្លាប់ បើគិតជាធ្លាប់ជួបបញ្ហាដែលធំបំផុតក្នុងវិស័យនេះបងធ្លាប់ជួបអីគេដែរ ជាពិសេសជួបអាស៊េរីក្រោយៗឲ្យតែរាល់ឆ្នាំឲ្យតែស៊េរីក្រោយគឺតែងតែដំបូងឡើយទឹកដៃទី1អាចនឹងខូចហើយខូចរបស់គេហើយបើវាមិនមែនថាបើថា iPhone 17ចុងក្រោយនេះអត់ទាន់មានខូចទេសម្រាប់ការអួតអេក្រង់អត់ទាន់មានខូចរបស់គេទេ អូខេ តែបើថាស៊េរីមុនវាខូចរបស់គេលក្ខណៈថាអាដំបូងគឺដឹងថាខូចហើយយកមកដំបូងគឺដឹងថាខូចហើយឧទាហរណ៍ខូចហ្នឹងលក្ខណៈថាអ៊ុតកញ្ចក់មានរបស់ភ្ញៀវគាត់បែកកញ្ចក់ខ្លាំងយកមកយើងជាមកជួនកាលខូចមក អូ បាទ បាទអញ្ចឹងដល់ពេលដែលយើងផ្លាស់ប្ដូរជូនភ្ញៀវតើបងប្រាប់ភ្ញៀវត្រង់ដែរឬក៏អត់ ប្រាប់បង ប្រាប់ត្រង់ ហ្នឹងហើយតែអត់ប្រាប់ទេតែយើងដូរទៅវា load message អូខេ ហើយ load message បើយើងអត់ចង់ឲ្យ load ក៏បានដែរយើងលើក IC ដើមពីក្រង់ចាស់យកមកដាក់ហ្នឹងតែនៅតែត្រូវការ read write អា code របស់វា true to អត់ដើរទេ អូ អាមិន true to អត់ដើរទេគេថាអា auto price អា auto ពលឿនវាអត់ដើរទេហ្នឹងហើយ ប៉ុន្តែអាហ្នឹងពេលដែលផ្លាស់ប្ដូរមិនថាអេក្រង់ស៊ីនឬក៏មិនស៊ីននេះវាត្រូវតាអាបញ្ហា true tone ឬក៏អា auto price នេះហ្នឹងវាលែងដើរ លែងដើរតែអា version ចុងក្រោយនេះគឺគេ fix គេ skip អាហ្នឹងចោលហើយ អូ តែ version កាលពីមុនដូចជា17អីហ្នឹងគឺអត់ដើរ true tune អត់ដើរ auto price ទេតែសម្រាប់ version ចុងក្រោយនេះគឺទោះយើងដូរក្រង់ក៏ auto price ដើរធម្មតាវិញដែរគាត់ថាវា load message អញ្ចឹង បាទទោះជាអេក្រង់ស៊ីនក៏អត់ដើរដែរណាបង អត់ដើរទេទោះយើងយកទៅដូរនៅ Apple service ក៏អត់ដើរដែរ អូខេ ហ្នឹងហើយ អញ្ចឹងបើគិតជាបទពិសោធន៍បងជួបគឺច្រើនអញ្ចឹងខ្ញុំចង់ឲ្យបងជួយចែកម្លែងតិចបានអត់តាក់ទងនឹងការដោះស្រាយជាមួយភ្ញៀវបងតែយើងមានវិធីអីឬក៏យើងគួរតែរៀបរាប់និយាយប្រាប់ភ្ញៀវបែបម៉េចទៅអត់ឲ្យភ្ញៀវគាត់មានអារម្មណ៍ថាលែងមានទំនុកចិត្តលើយើង អាហ្នឹងយើងបញ្យល់ប្រាប់គាត់ឲ្យយល់ពី process ការងាររបស់យើង
បាទ អាហ្នឹងខ្ញុំលើកឧទាហរណ៍មួយដូចជាអ៊ុតកញ្ចក់ទូរស័ព្ទអ៊ុតកញ្ចក់អេក្រង់ទូរស័ព្ទរបស់គាត់អញ្ចឹងណា បាទ តើរបស់គាត់យកមកបែកខ្លាំងអញ្ចឹងយើងត្រូវមើលការងារជាក់ស្ដែងថារបស់គាត់បែកខ្លាំងវាអាចប្រឈមនឹងការខូចអេក្រង់អញ្ចឹងយើងអាចបញ្ជាក់ប្រាប់គាត់បានមុនជៀសវាងការបកកែកគ្នាតាមក្រោយអញ្ចឹងយើងមិនមែនចេះតែចង់បានលុយភ្ញៀវយកមកដឹងអាកោះរបស់គេកោះឆាច់ធ្វើរបស់គេហ្មងទេអត់ទេយើងត្រូវតែមើលស្ថានភាពអេក្រង់របស់គេសិនថាយើងអាចងាយស្រួលការជួសជុលវាអត់ងាយស្រួលការអ៊ុតវាអត់អញ្ចឹងយើងត្រូវប្រាប់គាត់មុនព្រោះដោយសារអេក្រង់ពេលណាដែលថាទូរស័ព្ទពេលណាធ្លាក់ទៅវាតែងតែមានពេលលក្ខណៈថាដល់ឋានៈវាបែកអញ្ចឹងវាអាចនឹងស្រាំដល់សាច់អេក្រង់ បាទ អញ្ចឹងពេលណាយើងដាក់ទៅលើកម្ដៅដាក់ទៅលើអាម៉ាស៊ីនកម្ដៅពេលណាដាក់យើងជាអេក្រង់ជាអាកញ្ចក់ដែលបែកអញ្ចឹងចេញមកវាអាចនឹងឡើងឆ្នោតឬក៏ឡើងជាប់របស់គេអញ្ចឹងទៅវាមានអាចមានករណីអញ្ចឹងដែរហ្នឹងហើយ បាទតែដល់ពេលដែលបងបានបញ្ជាក់ជាមួយភ្ញៀវបងធានាជូនគាត់ឬក៏អត់ថាករណីឧទាហរណ៍ដូចជាខ្ញុំយកទៅជួសជុលទូរស័ព្ទខ្ញុំបែកខ្លាំងអញ្ចឹងណាបងតែបងធានាជូនអត់ថាពេលដែលធ្វើទៅវាអាចទទួលបានជោគជ័យឬក៏បើសិនជាអត់បានជោគជ័យតែយើងគួរតែប្រាប់ភ្ញៀវបែបមិនដែរ អាហ្នឹងគឺយើងប្រាប់គាត់បើសិនជាករណីរបស់គាត់បែកខ្លាំងគឺយើងអត់ហ៊ានធានាទៅលើក្រង់របស់គាត់ទេ បាទ អាហ្នឹងគឺដោយសារវាអាចនឹងស្រាំដល់សាច់អេក្រង់អញ្ចឹងដូចយើងប្រាប់ពីខាងដើមអញ្ចឹងពេលណារបស់គាត់បែកតិចទេអាហ្នឹងអត់អីទេយើងធានាជូនគាត់មកហើយមកសម្រាប់ការងារសម្រាប់របស់យើងមកហ្នឹង បាទចុះបើសិនជាករណីដែលបងធ្លាប់ជួបវត្តភ្ញៀវដែលគាត់ពិបាកក្នុងការនិយាយគ្នា ជួបបងជួបមួយឆ្នាំយ៉ាងហើយក៏មាន3នាក់ដែរ អូមានដែរណាបង វល់វិញហ្នឹង បាទអញ្ចឹងបើសិនជាករណីដែលគាត់ពិបាកក្នុងការបញ្យល់ក៏ដូចជាពិបាកក្នុងការនិយាយគ្នាតើបងនៅតែទទួលយកមកជួសជុលទៀតឬក៏បងអាច skip គាត់ចោល សម្រាប់ភ្ញៀវម្នាក់ហ្នឹងមែនឬក៏ សម្រាប់អ្នកដែលគាត់ពិបាកក្នុងការបញ្យល់ហ៎បង អូខេសម្រាប់អ្នកដែលពិបាកក្នុងការបញ្យល់និយាយទៅភ្ញៀវពិបាកគឺខ្ញុំអត់ទទួលទេហ្នឹងហើយខ្ញុំ skip ហ្មង skip ថា skip ហ្មងណាបង កុំឲ្យមានរឿងអីមួយគ្នាអញ្ចឹងណា បាទ ធម្មតាការឆ្លោះប្រកែកគ្នាធ្វើឲ្យយើងខូចអារម្មណ៍អត់មានអារម្មណ៍ទៅធ្វើអីផ្សេងទេអញ្ចឹងពេលណាដែលគាត់ពិបាកពីដើមហើយស្រួលហ្មងកុំឲ្យពិបាកតទៀតគឺយើងអត់ទទួលរបស់គាត់ទេហ្នឹងហើយ អូខេបងចុះបើដំបងឡាយគាត់ស្រួលទេតែនៅពេលដែលលក្ខណៈថាបើសិនជាយើងជួសជុលទៅវាមានបញ្ហាហើយយើងទៅប្រាប់គាត់វិញគាត់បែរជាពិបាកក្នុងការនិយាយគ្នាតើអាហ្នឹងយើងគួរតែដោះស្រាយបែបណាដែរបង ពាក់ព័ន្ធមួយបញ្ហាហ្នឹងធ្លាប់ជួបម្ដងបោះភ្ញៀវម្នាក់គាត់បែកខ្នងក្រោយទូរស័ព្ទ13 Pro Max បាទ គាត់យកមកដូរខ្នងក្រោយហ្នឹងហើយគាត់ថាយើងធ្វើឆ្កូតឡែនរបស់គាត់អាឡែនអញ្ជៀនកាមេរ៉ាហ្នឹងធម្មតាតែធ្លាក់ទៅវាមិនប៉ះជាមួយនឹងឡែនអញ្ជៀននេះនឹងឆ្កូតតាមហ្នឹងទៅគាត់យកមកគាត់អត់ពិនិត្យទេដល់ពេលយើងធ្វើឲ្យស្អាតឲ្យគាត់ពិនិត្យលក្ខណៈគាត់ពិនិត្យ audit ទៅលើ ទៅលើទូរស័ព្ទហ្នឹងហើយទូរស័ព្ទរបស់គាត់ហើយស្នាមឆ្កូតធ្លាក់ណាគាត់ថាយើងអ្នកធ្វើខុសចែកទេសអញ្ចឹងទៅបកែកគ្នាមានអីមានតែការបកែកគ្នាតឹងសាយកោដាក់គ្នាតែចង់គឺត្រូវតែទទួលយករៀងខ្លួនហើយអាហ្នឹង បាទអញ្ចឹងបើសិនជាជួបបញ្ហាហ្នឹងភាគច្រើនគឺអត់មានវិធីក្នុងការដោះស្រាយទេណាបង អត់មានទេបើសិនជាយើងខុសអាហ្នឹងយើងទិញទូរស័ព្ទសងគាត់តែយើងអត់ខុសយើងមានអីត្រូវទៅទិញទូរស័ព្ទសងគាត់សម្រាប់ខ្ញុំបើសិនជាយើងធ្វើខុសហ្មងឧទាហរណ៍ដូចទូរស័ព្ទរបស់គាត់យកមកអ៊ុតកញ្ចក់ថាច់យើងកោះមកទៅជាទូរស័ព្ទគាត់រលត់ទិញសងគាត់ទៅអត់បញ្ហាចង់ទិញទូរស័ព្ទមូលសងគាត់ក៏បានដែរ បាទ ហ្នឹងហើយអាហ្នឹងយើងធ្វើការដោយមានការទំនួលខុសត្រូវទៅលើការងាររបស់យើងចឹងបើសិនជាយើងធ្វើការងារមួយដែលអត់មានទំនួលខុសត្រូវទេភ្ញៀវក៏គេអត់ហ៊ានមករើយើងដែរបាទតែបើសិនជាការងារមួយហ្នឹងរបស់គាត់ចឹងស្រាប់ឲ្យយើងទៅសងរបស់គាត់ក៏អត់កើតដែរយើងត្រូវតែហ៊ានប្រឈមមុខទាំងអស់គ្នាថាទូរស័ព្ទមួយហ្នឹងវាបញ្ហាអញ្ចឹងបានវាកើតរឿងអញ្ចឹងកើតឡើងអញ្ចឹងណាបាទហើយជាទូទៅមុននឹងជួសជុលរបស់ភ្ញៀវយើងត្រូវការសុំ password គាត់ហើយបាទពេលណាភ្ញៀវខ្លះគាត់អត់ឲ្យ password ទេគឺយើងអត់ហ៊ានធានាទៅលើអីទាំងអស់ទៅលើទូរស័ព្ទគាត់ព្រោះយើងអត់ដឹងថាជួនកាលរបស់គាត់ខូចកាមេរ៉ាទៅយើងមិនដឹងព្រោះយើងអត់បានតេស្តផងហ្នឹងអញ្ចឹងដល់ពេលយើងធ្វើហើយគាត់ថាកាមេរ៉ាគាត់នៅចាញ់ហើយទាំងកាមេរ៉ាគាត់ខូចស្រាប់ហើយយើងមិនដឹងអញ្ចឹងក៏យើងអត់អស់ចិត្តសម្រាប់ខ្លួនយើងដែរអញ្ចឹងយើងត្រូវការ password ដើម្បីតេស្តឲ្យដឹងភ្លាមថាយើង make sure ថាទូរស័ព្ទមួយហ្នឹងវាដំណើរការ function គ្រប់ឬក៏អត់អញ្ចឹងណា
បាទ ពេលណាវាមានបញ្ហាមួយយើងប្រាប់ភ្ញៀវភ្លាមទៅថាកុំឲ្យប្រកែកគ្នាតាមក្រោយពេលណាយើងធ្វើហើយយើងបានយើងតេស្តទៅបោះគាត់អត់ដើរកាមេរ៉ាវាយើងប្រកែកគ្នាហ្នឹងក៏ពិបាកដែរ បាទបងបាទហើយចាស់បើសិនជាឧទាហរណ៍ថាដូចជាជាងដៃថ្មីឧទាហរណ៍ខ្ញុំចូលក្នុងវិស័យនឹងដៃថ្មីមុននឹងទទួលទូរស័ព្ទពីភ្ញៀវមកជួសជុលគឺយើងត្រូវ check ទៅលើចំណុចណាខ្លះដែរបង មុននឹងទទួលទូរស័ព្ទភ្ញៀវយកមកជួសជុលទីមួយយើងត្រូវការតេស្តទៅលើ function ឲ្យអស់ទាំងកាមេរ៉ាមុខទាំងកាមេរ៉ាក្រោយជើងសាកមិចកាមេរ៉ាមុខកាមេរ៉ាក្រោយគឺយើងត្រូវការតេស្តទាំងអស់បាទតេស្ត បាទ ទាំងសេវា SIM ទាំងអីហ្នឹងដើម្បីយើងដឹងមុនដើម្បីបង្ការការពារការប្រកែកគ្នាពេលក្រោយព្រោះអាហ្នឹងគឺការងារដែលខ្ញុំធ្វើប្រចាំថ្ងៃហ្នឹងគឺតែងតែជួបហើយអត់ទេមួយខែចឹងហើយក៏មាន2នាក់ដែរ បាទ បាទហ្នឹងហើយវាអាចនឹងមានបញ្ហាចឹងកើតឡើងពេលណាយើងអត់តេស្តពេលណាយើងប្រហែសតាមបន្តិចយើងអត់ច្បាស់ខ្លួនឯងថាយើងភ្លេចថាអីនឹងបានតេស្តអត់ទេអ្នកនឹងអានឹងដើរអត់អានឹងគឺរៀងពិបាកតិចហើយ បាទពិបាកហ្នឹង ហ្នឹងហើយ បាទចុះបើសិនជាឧទាហរណ៍ថាពេលដែលយើងកោះដោះដូរ spare part ណាមួយដូចជាឧទាហរណ៍ថាយើងដូរអេក្រង់យបងវាអាចប៉ះពាល់ដល់ scan ដែរអត់បង ពាក់ព័ន្ធជាមួយនឹងការដោះដូរអេក្រង់វាអាចប៉ះពាល់ scan ត្រឹម iPhone 12 Pro Max ចុះក្រោមដោយសារអីទេសារ12 Pro Max ចុះក្រោមគឺ scan គឺគេជាមួយនឹងអា sensor គេ IC scan មួយទៀតគឺវានៅជាប់ជាមួយនឹង sensor auto bright blue ហ្នឹងនៅលើចាប់ជាមួយនឹងអេក្រង់អញ្ចឹងពេលណាវាអត់មានអាហ្នឹងទេក៏វាអត់ scan ដែរតែបើថាចាប់ពី13 Pro Max ឡើងយើងអាចដោះដូរបានអាហ្នឹងដូរទៅគឺ scan យកពីណាមកដាក់ក៏បានដែរអា sensor blue ហ្នឹងណាតែបើសិនជា12 Pro Max យកផ្សេងមកដាក់គឺអត់ដើរ scan អត់ដល់ scan ទេ បាទហ្នឹងហើយវាអាចប៉ះពាល់អញ្ចឹងដែរ ចុះscan ហ្នឹងបងមិនសុកយើងប្រើសុកវា scan អត់កើតអាហ្នឹងវាមកពីអីចឹងបង វាអាចចូលជ្រាបទឹក អូ ជ្រាបទឹកចូលតាមសណាញ់ Opler ស្ដាប់តិចហ្នឹងអាហ្នឹងវាកើតទៅលើភាគច្រើន12 Pro Max ចុះក្រោម11 Pro Max អីហ្នឹង បាទ វាខូចអា sensor នៅជាប់ជាមួយនឹងអា speaker ស្ដាប់តិចខាងមុខហ្នឹងអាហ្នឹងគឺតាខូចអាហ្នឹងគឺ scan ឡើងកើតហើយ ប៉ុន្តែអាហ្នឹងយើងអាចជួសជុលបានដែរណាបង scan ហ្នឹងណា ជួសជុលអត់បានទេ scan មួយសម្រាប់តែម៉ាស៊ីនទូរស័ព្ទមួយទេ អូ យើងអាចយក scan ទូរស័ព្ទផ្សេងយកមកដាក់យើងដោះពីអាម៉ាស៊ីន iCloud មកដាក់គឺវាអត់ scan ទេមានន័យថា scan ហ្នឹងគឺចង IMEI របស់វាចូលទៅក្នុង CPU ហើយគេ register ចូលក្នុង CPU ហើយ IMEI របស់វាមួយហ្នឹងអញ្ចឹងយើងយកអាផ្សេងមកដាក់គឺវាខុស IMEI គឺវាអត់ detect ទេ អត់អញ្ចឹងមានន័យថាបញ្ហា scan មួយគឺយើងជួសជុលអត់កើតទេ បាទ អូខេ យើងជួសជុលបានករណីដែលឧទាហរណ៍វាដាច់ខ្សែដាច់អីហ្នឹងអាហ្នឹងយើងអាចដូរខ្សែបានតែបើថាករណីខូច IC ហ្មងគឺចោលហើយខូចហើយបាទ ចុះបើក្នុងនាមបងជាជាងជួសជុលបើសិនជាភ្ញៀវគាត់មានការបារម្ភទៅលើរឿង privacy របស់គាត់តើបងមានចំណុចណាខ្លះដែលអាចធ្វើឲ្យគាត់ជឿទុកចិត្តហើយទុកទូរស័ព្ទរបស់គាត់ឲ្យយើងជួសជុលបាន អាហ្នឹងអាស្រ័យលើយើងលើយើងផ្ទាល់តើយើងលពឹសដៃចូលទៅឆែករបស់គេឬក៏អត់បាទអាហ្នឹងអាស្រ័យលើយើងផ្ទាល់ទេធម្មតាចិត្តមនុស្សម្នាក់យើងអាចដឹងបានទេថាគេគិតមិនចំពោះយើងប៉ុន្តែជាទូទៅសម្រាប់ភ្ញៀវដែលគាត់មានឯកសារអាចកម្បាំងអីមុននឹងយកឲ្យជាងធ្វើគឺយើងនេះតែយើងដាក់ password ទៅលើ folder ឬក៏ស្អីចឹងទៅដើម្បីជៀសវាងព្រោះយើងអាចទុកចិត្តគេបានទេសូម្បីតែសម្រាប់ខ្ញុំផ្ទាល់ហ្នឹងវាយកទៅកន្លែងគេផ្សេងអត់ដឹងថាគេឆែករបស់យើងអត់ទេយើងមិនដឹងបាទហ្នឹងហើយតែបើថាសម្រាប់យើងផ្ទាល់គឺអត់ឆែករបស់ភ្ញៀវបានទេដោយសារយើងមិនត្រូវអីទៅចូលទៅមើលរបស់គេអញ្ចឹងបាទ បាទវាជារឿង privacy របស់ បាទ ភ្ញៀវ ជា ណា រឿង privacy របស់ភ្ញៀវ អញ្ចឹងមួយទៀតបងបើអានេះចង់ចោលសួរបងទៅលើទូរស័ព្ទម្ដង បាទ ថាតើដូចជាឧទាហរណ៍ថា iPhone 12 Pro Max បើគិតជាមកដល់ឥឡូវបងគិតថាវានៅមានទូរស័ព្ទសនំស៊ីនទៀតអត់ សម្រាប់ iPhone 12 Pro Max បាទ12 Pro Max 12 Pro Max បើសនំស៊ីននៅតែមាន មានទេបង បាទករណីដែលយើងទិញតពីអ្នកប្រើផ្ទាល់ឧទាហរណ៍ដូចគាត់ទិញថ្មីប្រអប់អញ្ចឹងទៅគាត់ប្រើរហូតមកដល់សប្តាហ៍ថ្ងៃអាចនឹងមានសនំស៊ីនបាទប៉ុន្តែបើភាគច្រើនដែលទូរស័ព្ទគេលក់ទីផ្សារអីចឹងទៅភាគច្រើនគឺជាប្រភេទទូរស័ព្ទដែល service ហើយជាពិសេសទូរស័ព្ទថ្មីណា បាទ បើយើងចង់ទិញទូរស័ព្ទមកទឹកតែមើលទៅថ្មីខ្ចីញ៉ាញ់អាហ្នឹងគឺភាគច្រើនគឺគេ service ហើយបាទ បាទ បើថាចង់បានសនំស៊ីនតោះតែយើងទិញជាប្រភេទទូរស័ព្ទដែលរៀងស្ទើរតួបាទកលិតឆ្កូតខ្ចក់តិចតួចអាហ្នឹងវាភាគច្រើនគឺសនំស៊ីនហើយ
ហើយគេមានក្បាច់មួយទៀតចង់ដឹងស៊ីនគេផ្លុំតាមអាសនំជើងសាកតាមប្រឡោះជើងសាកហ្នឹងអាហ្នឹងគឺផ្លុំទៅថាស្ទះខ្យល់អាហ្នឹងស៊ីនហើយ ប៉ុន្តែបងជឿថាការផ្លុំអញ្ចឹងវាប្រកាសថាអីវ៉ាន់ហ្នឹងសនំស៊ីន 100% អាហ្នឹងវាអត់អាចប្រកាស 100% ទេដោយសារអីដោយសារជាងខ្លះគាត់ចាក់កាវបិទជាប់ទៅក្រង់អប់ជាប់ជាមួយតួហ្មងតួយើងផ្លុំទៅស្ទះបណ្ដោយអាហ្នឹងលក្ខណៈថាចាក់កាវធ្វើបាបជើងក្រោយបាទអញ្ចឹងផ្លុំទៅគឺស៊ីនចែបើគាស់ឆាច់មកលួយវេតខាងក្នុងហ្នឹង អញ្ចឹងបាននេះបាទមិញចាប់អារម្មណ៍ទៅលើ iPhone 12 Pro Max ដែលបងនិយាយថាវាពិបាកក្នុងការរកអីវ៉ាន់សនំស៊ីនមកលក់ឬក៏និយាយថាវាសឹងតែអត់មានហ្មងនេះបង បាទ អញ្ចឹងខ្ញុំចង់សួរបងបន្តិចថាក្នុងនាមឧទាហរណ៍ថាបងជាអ្នកលក់ម្នាក់បើសិនជា model ហ្នឹងពិបាកក្នុងការរកសនំស៊ីនមកលក់ឬក៏សិតតាសេរីដែលបានផ្លាស់ប្ដូរ spare part ហើយតើបងគួរតែបន្តលក់ឬក៏យ៉ាងណាបង សម្រាប់បញ្ហាហ្នឹងឧទាហរណ៍បើសិនជាខ្ញុំជាអ្នកលក់ខ្ញុំនៅតែបន្តលក់ដោយសារអាហ្នឹងធម្មតាយើងលក់យើងបែងចែកជាពីរទៅបែងចែកថាអីវ៉ាន់នេះជាប្រភេទសវីហើយអីវ៉ាន់នេះជាប្រភេទស្នំស៊ីនគាត់ថាអីវ៉ាន់ស្នំស៊ីនបើយើងប្រៀបធៀបទៅលើសុខភាពថ្មវាចុះខ្សោយហើយបើប្រៀបធៀបមកដល់ឥឡូវវារៀងយូរឆ្នាំដែរហើយអញ្ចឹងសុខភាពថ្មវាខ្ពស់បំផុតត្រឹម85ឯអស់ហើយបាទថាបើចង់បានលើសហ្នឹងក៏រៀងពិបាកដែរវាដូចយើងរាវមកជុលក្នុងសមុទ្រចឹងបាទដោយសារស្នំស៊ីន12 Pro Max បើយើងចង់បានស្នំស៊ីនក៏វាមិនសូវសម្បូរដែរអញ្ចឹងយើងចង់មិនចង់បើសិនជាយើងបាត់ចិត្តរបស់យើងនៅរៀងទៀបដែរយើងអាចយកអាសវិសទៅក៏បានដែរព្រោះអីវ៉ាន់សវិសវារៀងធូរជាងអីវ៉ាន់ស្នំស៊ីនព្រោះដោយសារស្នំស៊ីនវារៀងពិបាករើអញ្ចឹងការលក់ក៏តម្លៃខុសគ្នាដែរបាទហើយសួរថាប្រើកើតអត់ពីហ្នឹងគឺប្រើបានដូចគ្នាគ្រាន់ថាបើពាក់ព័ន្ធជាមួយអីវ៉ាន់សវិសភាគច្រើនគាត់សវិសដាក់តួថ្មីអញ្ចឹងវាអាចនឹងតួហ្នឹងវាអាចនឹងស្រួយជាងតួដើមតិចហើយបើប្រៀបធៀបជាមួយនឹងសោភ័ណភាពអីវ៉ាន់សវិសស្អាតជាងហើយបាទហើយបើអីវ៉ាន់ដែលអត់តាន់សវិសវារៀងពិតកលិតឡាញមើលទៅចាស់បណ្ដោយបាទអាហ្នឹងគឺវាអញ្ចឹងបាទអញ្ចឹងករណីអីវ៉ាន់ដែលធ្លាប់សវិសហើយអញ្ចឹងយើងអាចសម្រេចចិត្តក្នុងការទិញយកមកប្រើប្រាស់បានដែរបងប៉ុន្តែយើងត្រូវមើលលើចំណុចណាខ្លះដែរបងអាហ្នឹងយើងអាចសម្រេចចិត្តទិញបានប៉ុន្តែយើងទី1យើងឆែកទៅលើ function របស់វាទាំងអស់បាទទី1យើងឆែកទៅលើ Face ID បាទទី2ឆែកទៅលើអេក្រង់ទី3ឆែកទៅលើថ្មឬក៏កាមេរ៉ាមុខកាមេរ៉ាក្រោយឲ្យយើងទៅបាទហើយសួរថាប្រើកើតអត់ហ្នឹងគឺប្រើបានដូចគ្នាទេគ្រាន់ថាគេ service គឺគេភាគច្រើនគេ service ដូរតែសបកតួវាទេក្រៅពីហ្នឹងគឺសំណុំដើមមកវាទាំងអស់ទេបាទចុះបើសិនជាករណី service តែថ្មបើករណីដែល service តែថ្មតែយើងអាចមានហានិភ័យក្នុងការបារម្ភទៅលើជំរាបទឹកទៀតដែរអត់បងអាហ្នឹងវាអាចនឹងមានបាទពាក់ព័ន្ធជាមួយជំរាបទឹកដូចខ្ញុំថាអញ្ចឹងពេលណាដែលយើងកោះហើយកັບចូលវិញគឺវាលែងសនំស៊ីនហើយវាអាចយើងអាចធ្វើបានឲ្យទៅដូចសនំស៊ីនបានត្រឹម 90% ទេតែបើថាត្រឹមតែត្រូវទឹកភ្លៀងតិចតួចជិះម៉ូតូកាត់ភ្លៀងគឺអត់អីទេអត់ចូលទេតែបើថាយើងចុះទៅក្នុងអាងឬក៏ថតត្រីក្រាំអីក្រោមបាតសមុទ្រអាហ្នឹងគឺចូលហើយបាទអំបិលណាបងបាទអាហ្នឹងគឺអំបិលបងទេហើយចុះបងបើសិនជាករណីតាំងពី iPhone 12 Pro Max 11 Pro Max មកតែយើងនៅតែមានអារម្មណ៍បារម្ភទៅលើរឿងជំរាបទឹកនឹងទៀតឬក៏លែងគិតទៅលើរឿងហ្នឹងចុះបងសម្រាប់11 Pro Max គឺយើងមកប្រៀបធៀបមកដល់ឥឡូវគឺមិនបាច់បារម្ភរឿងជំរាបទឹកទេព្រោះវាអាយុកាលវារៀងចាស់ទ្រុឌទ្រោមដែរបាទអញ្ចឹងទៅទោះយើងមិនគាស់ក៏វាស្គុតនឹងក៏វាខូចអូតូដែរបាទអញ្ចឹងមានន័យថាជំរាបទឹកស៊ីនវាមានអាយុកាលរបស់វាដូចគ្នាបាទវាមានអាយុកាលរបស់វាបាទហើយអានេះយើងត្រឡប់មកវិញបងតាក់ទងទៅលើការជួសជុលក៏ដូចជាការ repair ទូរស័ព្ទហ្នឹងបើសិនជាករណីយើងចង់ចាប់ផ្ដើមយើងគួរតែត្រៀមដើមទុនចន្លោះពីប៉ុន្មានទៅប៉ុន្មានដែរបងអាហ្នឹងអាស្រ័យទៅលើការបើកហាងរបស់គាត់ចង់បើកតូចឬក៏បើកធំតែបើសិនជាយើងមិនមានលទ្ធភាពល្មមតូចល្មមទេគឺយើងអាចបើកកូនតូបមួយទៅបាទហើយដើមទុននៃការបើកហ្នឹងគឺត្រឹម 5000 ក៏បើកបានដែរបាទអូខេបងហ្នឹងហើយប៉ុន្តែ 5000 ហ្នឹងយើងអាចឧបករណ៍បងដូចជាឧបករណ៍យើងអាចមានខ្លះឬក៏យើងអាចទិញបានបើ 5000 ហ្នឹងយើងទិញឧបករណ៍បានគ្រប់ទាំងអស់បានគ្រប់ទាំងអស់ហ្នឹងហើយអូខេបងឧបករណ៍ជួសជុលគឺបានតាំងពីម៉ាស៊ីនឧដកចក្រតាំងពី microscope ជួសជុលម៉ាស៊ីននិយាយទៅទាំងផ្នែក hardware software គឺ 5000 ហ្នឹងគឺ
សល់លុយយើងទៀតបាទ សល់លុយទៀត បាទ ចាប់បើសិនជាយើងបើករួចរាល់មកហើយឧបករណ៍គឺយើងមានរួចរាល់ហើយអស់មកអញ្ចឹងចង់សួរបងថាតើយើងគួរតែមានដើមទុនសម្រាប់ធៀមក្នុងកំឡុងពេលជួសជុលដែរឬក៏អត់ អាហ្នឹងគឺយើងត្រូវតែមានដើមទុនបំរុងហើយដើម្បីបំរុងមិនបាច់បំរុងទៅលើអីទេបំរុងទៅលើការជួលកន្លែងតែបើសិនជាយើងមានកន្លែងខ្លួនឯងមានផ្ទះខ្លួនឯងអាហ្នឹងអត់អីទេវាអត់សូវប្រឈមនឹងហានិភ័យទេប៉ុន្តែបើសិនជាយើងជួលកន្លែងគេគឺយើងត្រូវមានទុនបំរុងហើយបាទត្រូវមានទុនបំរុងយ៉ាងតិចណាស់ក៏ 5000 នេះដែរបាទហើយបំរុងទី1មួយទៀតនោះគឺបំរុងទៅលើការជួសជុលរបស់គេអាហ្នឹងគឺត្រៀមសងរបស់គេ បាទបើសិនជាយើងដៃថ្មីគឺវាអាចនឹងប្រឈមនឹងការសងគេហើយបាទអញ្ចឹងគឺត្រៀមគ្រប់សពបាទហ្នឹងហើយ បានអញ្ចឹងចំណុចដែលយើងគួរត្រៀមគឺយើងមានតែប៉ុណ្្នឹងចុះទៅលើគ្រឿងបងទៅលើគ្រឿងបន្លាស់ដល់ពេលដែលយើងនាំចូលយកមកទុកអញ្ចឹងយើងអត់បារម្ភថាអាហ្នឹងវាសល់ឬក៏កប់ដើមកប់អីហ៎ណាបង ពាក់បនមួយគ្រឿងបន្លាស់ខ្ញុំអត់ recommend ឲ្យទិញយកមកស្តុកទុកទាំងអស់ទេ អូខេ បើសិនជាយើងទិញគ្រឿងបន្លាស់ទូរស័ព្ទទាំងអស់គ្រប់ model យកមកស្តុកទុកដើមដែលទិញហ្នឹងយ៉ាងហោចណាស់ក៏ 50000 ទៅ 100,000 ដែរបើចង់ឲ្យគ្រប់ទាំងអស់ បាទ ព្រោះគ្រឿងបន្លាស់វាថ្លៃបើរាប់ចាប់ពី17 Pro Max ចុះមកដល់ត្រឹម iPhone ថា 12 Pro Max ចាស់ឬក៏11 Pro Max ទៅអាហ្នឹងគឺចំណាយដើមច្រើនមែនទេ ច្រើន បាទ បងបាទ ហ្នឹងហើយអញ្ចឹងมันចាំបាច់អីទិញមកទុកទេពេលណាដែលអ្វីដែលយើងទិញទុកប្រចាំហ្នឹងគឺថ្ម ថ្ម អ្វីដែលត្រូវមានគឺថ្មជាងសាកហើយនឹងក្រង់មួយស្លឹកមួយមុខមួយស្លឹកទៅបានហើយតែបើថាទិញច្រើននៅគ្រប់ model តែហ្មងមកដាក់ស្តុកហ្មងអស់ខ្ទង់ 50000 ទេបាទហ្នឹងហើយខ្ទង់ 50000 យ៉ាងតិច ដើមច្រើន បាទ អញ្ចឹងទៅលើបញ្ហាដែលភាគច្រើនយើងជួបប្រទេសរាល់ថ្ងៃគឺទៅលើដូចដែលបងរៀបរាប់មិញដូចជាមានថ្មអីក្រង់ហើយគូតសាក់អញ្ចឹងណាបងអាហ្នឹងយើងអាចត្រៀមទុកបាន បាទអាហ្នឹងយើងអាចត្រៀមទុកបាន បាទបើចំពោះបងផ្ទាល់ទៅលើវិស័យនេះផងដែរបងគិតថាថ្ងៃមុខទៅបងវាអាចនឹងរីកចម្រើនវាដើរទៅមុខឬក៏វាយ៉ាងម៉េចដែរបង សម្រាប់វិស័យហ្នឹងខ្ញុំគិតថានៅតែរីកចម្រើនដោយសារតម្រូវការប្រើប្រាស់ទូរស័ព្ទមនុស្សម្នាក់ៗគឺតែងតែមានហើយมันអាចខ្វះបានទេបាទអញ្ចឹងការតម្រូវការប្រើប្រាស់ហ្នឹងយើងប្រើប្រចាំថ្ងៃគឺតែងតែមានខូចមានធ្លាក់ឲ្យទូរស័ព្ទអញ្ចឹង បាទ មុខជំនាញហ្នឹងគឺនៅតែបន្តរកលុយបានសម្រាប់ក្មេងៗដែលគាត់ទើបចប់ថ្នាក់វិទ្យាល័យគាត់ចង់ចាប់អាជីពនឹងយកទៅធ្វើជាដើមទុនសម្រាប់ការរកស៊ីថ្ងៃមុខអីទៅក៏គាត់អាចនេះបានដែរចាប់ជំនាញនឹងបានដែរព្រោះធម្មតាទូរស័ព្ទគឺជាវត្ថុដែលចាំបាច់បំផុតសម្រាប់មនុស្សម្នាក់ៗប្រើប្រចាំថ្ងៃអញ្ចឹងវាតែងតែមានខូចថ្មឬក៏ខូចអេក្រង់ឬក៏បែកខ្នងបែកអីចឹងហើយបាទអញ្ចឹងត្រូវតែមាន បាទ ជួសជុលប្រចាំថ្ងៃគ្រប់កន្លែងបាទ អញ្ចឹងមួយទៀតបងគិតថាថ្ងៃមុខទៅនៅពេលដែលទូរស័ព្ទខូចគេនឹងយកមកជួសជុលទៀតឬក៏គេដូរថ្មីហ្មង បើថ្ងៃអនាគតទៅនៅតែមានគេជួសជុលដោយសារបច្ចេកវិទ្យាវាកាន់តែទំនើបទូរស័ព្ទក៏មិនថោកជាងមុនដែរអញ្ចឹងគេបង្កើតបច្ចេកវិទ្យាកាន់តែទំនើបទូរស័ព្ទក៏កាន់តែថ្លៃដែរអាហ្នឹងតាមការសន្និដ្ឋានរបស់ខ្ញុំណាហើយបើសិនជាទូរស័ព្ទថ្លៃពេលណាជួសជុលអស់ត្រឹម 200 អាហ្នឹងគេជួសជុលហើយគេអាចទៅទិញថ្មីបានទេបាទ បាទ ហ្នឹងហើយ អញ្ចឹងឃើញថាថ្ងៃមុខទៀតវាក៏នៅតែរីកចម្រើនដែរណាបង បាទ បាទចុះបើសិនពេលនេះជាអ្នកបើសិនជាករណីពេលហ្នឹងណាខ្ញុំជាជាងជួសជុលទូរស័ព្ទម្នាក់តើពាក្យអីដែលបងចង់ផ្ដែផ្ដាំតែមួយម៉ាត់ទេណាបង បងចង់ផ្ដែផ្ដាំអីទៅឧទាហរណ៍ថាមិនថាខ្ញុំទេឧទាហរណ៍ថា audience ដែលគាត់ជាជាងជួសជុលទូរស័ព្ទអីអញ្ចឹងណាបង អូខេអ្វីដែលខ្ញុំផ្ដាំទៅជាងដែលគាត់ចង់ជាងដៃថ្មីដែលគាត់ចង់ដើរលើវិស័យហ្នឹងណាគឺទី1គឺយើងត្រូវមានភាពស្មោះត្រង់បាទទៅលើការងាររបស់យើងហ្នឹងការងារបច្ចេកទេសគឺសំខាន់បំផុតគឺស្មោះត្រង់ បាទបង បើយើងស្មោះត្រង់ហើយមិនខ្វះភ្ញៀវមករកយើងទេបាទ បាទ អញ្ចឹងអាហ្នឹងគឺហើយបន្ទាប់ពីស្មោះត្រង់នឹងហើយបើយើងធ្វើមិនកើតក៏គ្មានណាគេមកដែរបាទអញ្ចឹងតោះតែយើងពង្រឹងសមត្ថភាពខ្លួនឯងទៀតសមត្ថភាពទឹកដៃថាយើងធ្វើស្អាតអត់យកចិត្តទុកដាក់អត់
រាល់ការចំណាយរបស់ភ្ញៀវមកលើយើងហ្នឹងគេពេញចិត្តអត់ក្នុងការទទួលយកសេវាកម្មរបស់យើងហ្នឹងបាទអញ្ចឹង បាទ អ្វីដែលខ្ញុំផ្ដាំពីខ្ញុំទៅហ្នឹងគឺទី1គឺភាពស្មោះត្រង់ទី2គុណភាពដែលយើងជួសជុលទឹកដៃរបស់យើងហ្នឹងហើយ បាទ អឺបដិសណ្ឋារកិច្ចនឹងការទទួលភ្ញៀវបាទបដិសណ្ឋាបដិសណ្ឋារកិច្ចនឹងការទទួលភ្ញៀវគឺយើងនិយាយរាក់ទាក់មួយគាត់ឲ្យមានភាពកក់ក្ដៅទៅមិនលក្ខណៈថាតែងតែមានជួនកាលអាសាឃើញគេផុសដែរគេថាទៅហាងនេះសំដីបុគ្គលិកដូចម៉េចហ្នឹងអាហ្នឹងគឺតែងតែមានហើយបាទអញ្ចឹង បាទ ចំណុចហ្នឹងគឺអាហ្នឹងជាផ្នែក soft skill ដែលយើងត្រូវរៀន បាទបាទ បដិសណ្ឋារកិច្ចរបស់យើងគឺធំផុតសម្រាប់ការទទួលភ្ញៀវហ្នឹងហ្នឹងហើយ បាទបាទបាទអញ្ចឹងត្រឡប់មកវិញបងឃើញថាក្នុងប្រទេសកម្ពុជាយើងសពថ្ងៃនេះទៅលើវិស័យជាងជួសជុលទូរស័ព្ទកំពុងតែរីកដុះដាលខ្លាំងមែនតើហើយទៅលើការជួសជុលនេះផងដែរគឺយើងឃើញក៏ឃើញមានការប្រកួតប្រជែងដែរតើបងគិតថាសពថ្ងៃនេះការប្រកួតប្រជែងទីផ្សារជួសជុលទូរស័ព្ទនៅក្នុងប្រទេសកម្ពុជាគឺយ៉ាងម៉េចដែរបង សម្រាប់ការប្រកួតប្រជែងទីផ្សារជួសជុលហ្នឹងគឺដេញគ្នាបដ ாய் បាទ ដេញ លក្ខណៈថាបញ្ចុះតម្លៃមានអីទេស្រុកគេគឺចក់12 Pro Max អស់30ចឹងទៅកន្លែងផ្សេងគេយក25ចឹងទៅហ្នឹងទីផ្សារដែលយើងអាចឃុំក្រឹងបានប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺគុណភាពបាទពង្រឹងសមត្ថភាពទឹកដៃយើងអ៊ុតស្អាតសេវាកម្មយើងល្អអាហ្នឹងគឺទោះយើងតម្លៃខុសគ្នា$10-20ក៏គេមករកយើងដែរបាទ បាទអញ្ចឹងបងមានអីចង់ផ្ដាំផ្ញើទៅគាត់ណាករណីដែលគាត់ប្រកួតប្រជែងទៅលើតម្លៃដែលអត់ផ្ដោតទៅលើគុណភាពអញ្ចឹងណាបង ពីខ្ញុំទៅគឺអាហ្នឹងគឺយើងត្រូវតែពង្រឹងឡើងវិញបាទ បាទ ពាក់ព័ន្ធជាមួយនឹងភ្ញៀវគឺយើងកុំចង់បានពេកលក្ខណៈនរណាក៏ចង់បានភ្ញៀវដែរប៉ុន្តែយើងធ្វើទៅតាមអ្វីជាយើងណាបាទមិនយើងលក្ខណៈថាយើងធ្វើមិនត្រូវតែបានភ្ញៀវមកយើងទេគឺអត់ទេចំណេញ$1 $2គឺត្រូវតែចំណេញអាហ្នឹងគឺត្រូវតែរើមកឲ្យបានចំណេញតិចយកចំនួនភ្ញៀវមកគឺក៏ពិបាកដែរដោយសារទូរស័ព្ទជាប្រភេទគ្រឿង spare part ដែលរៀងថ្លៃដែរពាក់ព័ន្ធជាមួយក្រង់ការជួសជុល spare part អីក៏ដោយក៏វាមិនសូវថោកប្រហែលដែរសម្រាប់ស៊េរីចុងក្រោយនឹងអញ្ចឹង បាទ យើងត្រូវតែរៀនពង្រឹងសមត្ថភាពខ្លួនឯងវិញពង្រឹងពីសេវាកម្មរបស់យើងវិញពាក់ព័ន្ធជាមួយតម្លៃយើងមិនបាច់ព្យាយាមតម្លាក់ទេព្រោះដោយសារអីដោយសារពេលណាតម្លៃយើងកាន់តែទាបទូរស័ព្ទគេថ្លៃគេលែងទុកចិត្តហើយដោយសារមិនទូរស័ព្ទគេទិញអស់ដល់2000ដល់មកដូរក្រង់អស់តែ100អីចឹងទៅគេមិនទុកចិត្តបាទអញ្ចឹង អត់ទុកចិត្ត យើងត្រូវពង្រឹងពីសេវាកម្មរបស់យើងវិញយើងធ្វើវីដេអូប្រាប់ពីការរបៀបនៃការជួសជុលរបស់យើងទៅភ្ញៀវទៅឲ្យគេមើលឲ្យយល់ពី process ការងាររបស់យើងថាអាចទុកចិត្តបានឬក៏អត់ចឹងណាបាទហ្នឹង បាទបាទបងបាទបើគិតទៅលើការប្រកួតប្រជែងបែបនេះប្រកួតប្រជែងបែបបញ្ចុះតម្លៃបែបហ្នឹងបងគិតថាបើសិនជារូបភាពហ្នឹងនៅតែបន្តរហូតដល់ថ្ងៃមុខទៀតតើគិតថាក្នុងវិស័យនេះវារីកចម្រើនឬក៏ចាប់ផ្ដើមធ្លាក់ចុះវិញចឹងបង បើសិនជាការប្រកួតប្រជែងបញ្ចុះតម្លៃនៅតាមបន្តអាហ្នឹងគឺអ្នកខាតបង់មានតែយើងអ្នករកស៊ីដូចគ្នាទេបាទ បាទ មានអ្នកបិទហាងឬក៏មានអ្នកខ្ចីលុយធនាគារថែមបាទតែអត់មានអ្នកចាញ់អ្នកឈ្នះទេសំខាន់គឺអ្វីដែលយើងត្រូវធ្វើដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងគឺយើងត្រូវពង្រឹងពីសេវាកម្មគុណភាពរបស់យើងថាស៊ីនគឺដឹងស៊ីន copy ដឹង copy បាទហ្នឹង បាទបាទបងបាទបាទបើគិតមកក្នុងវិស័យជួសជុលនឹងការផលិតមាតិកាឃើញថាបងមានភាពល្បីល្បាញខ្លាំងមែនតើខាងផលិតមាតិកា បាទ បើគិតជាពេលដែលយើងទស្សនាហ្មងខ្ញុំចាំពាក្យបងដែលតែងតែនិយាយរហូតឆាច់លុយសុត អានឹងខ្ញុំចាំអត់ភ្លេចបង បាទ អញ្ចឹងបើសិនជាបងផ្ទាល់បងមានអារម្មណ៍បែបណាដែរនៅពេលដែលបងធ្វើវីដេអូបានល្អក៏ដូចជាសមត្ថភាពនៃការជួសជុលរបស់បងមានក្នុងកម្រិតស្តង់ដារមួយហើយ ខ្ញុំមានអារម្មណ៍ថានៅតែបន្តបង្កើនគុណភាពទឹកដៃរបស់យើងដោយសារយើងមើល comment ទៅធម្មតាយើងផុសវីដេអូទៅយើងមើល comment ការលើកទឹកចិត្តរបស់ភ្ញៀវថាអូយើងធ្វើបានល្អពិតជាជំនាញហ្នឹងអាហ្នឹងគឺជាបណ្ដោះគំនិតរបស់យើងឲ្យកាន់តែមានភាពធ្វើលើសហ្នឹងទៀតបាទចង់ធ្វើឲ្យលើសហ្នឹងទៀតដើម្បីបង្ហាញឲ្យគាត់បានឃើញថាការជួសជុលរបស់យើងហ្នឹងវាកាន់តែមានទឹកដៃល្អកាន់តែទំនើបកាន់តែអីចឹងទៅតាមដែលយើងអាចធ្វើទៅបានបាទ បាទអញ្ចឹងបើសិនជាដូចជាខ្ញុំផ្ទាល់យើងចង់ចាប់ផ្ដើមទៅលើការ
ជួសជុលឬក៏ចាប់ផ្ដើមក្នុងវិស័យជាជាងជួសជុលទូរស័ព្ទតើបងលើកទឹកចិត្តឲ្យមានការធ្វើវីដេអូបែបអញ្ចឹងដែរឬក៏អត់បង អាហ្នឹងគឺខ្ញុំលើកទឹកចិត្តហ្មងបាទសម្រាប់ជាងដែលគាត់អឺធ្វើទូរស័ព្ទគាត់លក្ខណៈថាចង់រកភ្ញៀវគឺគាត់ត្រូវតារៀនធ្វើវីដេអូបាទដើម្បីផុសទៅក្នុង social media TikTok Facebook ឬក៏ YouTube អីចឹងទៅដើម្បីបង្កើនឲ្យ audience ផ្សេងបានឃើញចឹងទៅគឺពេលណាដែលគេមើលទៅគឺគេចាប់អារម្មណ៍នៃការជួសជុលទឹកដៃរបស់យើងគឺគេអាចមកទទួលយកសេវាកម្មរបស់យើងបានហើយមួយវិញទៀតវីដេអូដែលយើងបានផលិតពីការជួសជុលហ្នឹងគឺយើងអាចរកកម្រៃបន្ថែមបានទៀតមានន័យថាព្រួញមួយបាញ់បានសัตว์ពីរហ្មងបាទដោយសារអីដោយសារយើងផលិតវីដេអូនឹងបានហើយយើងយកទៅផុសនៅក្នុង Facebook ក៏យើងអាចរកកម្រៃពីនឹងបានទៀតជួនកាល1លាន view វាអាចបាន$30ដែរអាហ្នឹងចន្លោះពីប៉ុណ្្នឹងទៅហើយសម្រាប់ YouTube វាអាចបានដល់1000ទៅ2000ទៀតអាហ្នឹងសម្រាប់បើសិនយើងចាយដល់អីវីដេអូយើងបន្ទូដល់1លានអញ្ចឹងវាអាចមានករណីចឹងដែរបាទពេលខ្លះវីដេអូខ្ញុំបើសម្រាប់អាស៊េរីចុងក្រោយពេលខ្លះសឹងថាមិនយកចំណេញពីភ្ញៀវផងធ្វើម៉េចឲ្យតែបានវីដេអូដើម្បីយើងយកមកផុសនៅក្នុងអា page របស់យើងឬក៏ TikTok ឬក៏ YouTube ទៅអាហ្នឹងគឺយើងបានកម្រៃពីនឹងមកវិញបន្ថែមទៀតបាទបើពីខ្ញុំមើលវីដេអូបងចេះដោះទូរស័ព្ទទៀតចេះដោះតែអត់ចេះផ្គុំវិញបាទជាចុងក្រោយបងមានជាសារលើកទឹកចិត្តឬក៏បងមានអីជាការផ្ដាំទៅដល់អ្នកទស្សនាដែរបងពីខ្ញុំទៅគឺខ្ញុំចង់លើកទឹកចិត្តដល់សម្រាប់តែជាងឯណាបាទអញ្ចឹងខ្ញុំលើកទឹកចិត្តដល់គាត់ឲ្យគាត់រៀនធ្វើវីដេអូនៅពេលដែលយើងជួសជុលគឺរៀនធ្វើផលិតមាតិកាប្រម៉ូទពីខ្លួនឯងផងចែករំលែកចំណេះដឹងទៅដល់អ្នកប្រើប្រាស់ផងបាទពីរបៀបនៃការប្រើប្រាស់ទូរស័ព្ទឬក៏របៀបនៃការជួសជុលទូរស័ព្ទថាវាបែកអេក្រង់ចេះយើងត្រូវអ៊ុតម៉េចយើងត្រូវធ្វើម៉េចដើម្បីឲ្យភ្ញៀវគាត់យល់ពី process នៃការជួសជុលនឹងដែរអញ្ចឹងបាទពេលណាដែលគាត់យល់ពីអា process នៃការជួសជុលហ្នឹងទៅគាត់មើលអាការងាររបស់យើងតាមរយៈវីដេអូហ្នឹងទៅគាត់មានភាពកក់ក្ដៅហើយបាទអញ្ចឹងទៅពេលណាតែគាត់មានភាពកក់ក្ដៅជាមួយយើងហើយគឺយើងមិនខ្វះឲ្យវ៉ាន់ធ្វើទេបាទហ្នឹងហើយបាទពីបងនៅក្នុងវិស័យជាជាងជួសជុលនិងផលិតមាតិកាបែបដោះគ្រឿងបន្លាស់អញ្ចឹងណាបងបើសិនជាមានដៃគូប្រកួតប្រជែងរបស់បងធ្វើបានល្អជាងបងតើបងផ្ទាល់មានអារម្មណ៍បែបណាដែរសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអត់មានអារម្មណ៍ថាចំណែនគេឬក៏ស្អប់គេទេគឺខ្ញុំលើកទឹកចិត្តបន្ថែមដោយសារអានេះគឺវាជាទីផ្សារប្រកួតប្រជែងបែបវីដេអូវិញបាទអញ្ចឹងយើងប្រកួតប្រជែងគឺប្រកួតប្រជែងដើម្បីឲ្យaudience របស់យើងបានឃើញទាំងអស់គ្នាថាព្រោះអាហ្នឹងវាមិនមែនជាកម្មសិទ្ធិបញ្ញារបស់នរណាម្នាក់ទេការផលិតមាតិកាម្នាក់ៗគឺយើងផលិតចេញពីខ្លួនយើងផ្ទាល់អញ្ចឹងបើសិនជាយើងផលិតបានល្អអាហ្នឹងគឺខ្ញុំទទួលស្គាល់គឺខ្ញុំសរសើរទៀតបាទហ្នឹងហើយលើកទឹកចិត្តឲ្យគាត់ធ្វើបន្ថែមទៅព្រោះដោយសារទី1គោលបំណងរបស់ខ្ញុំហ្នឹងខ្ញុំផលិតមាតិកាវីដេអូមួយឡើងគឺខ្ញុំបដោតពីរសំខាន់ទី1គឺខ្ញុំផ្ដល់វីដេអូមួយទៀតគឺសម្រាប់ focus ទៅលើ audience ក្រៅស្រុកទី2គឺក្នុងស្រុកបាទក្នុងស្រុកមានន័យថាខ្ញុំ voice over ដើម្បីឲ្យវា viral ទៅក្នុងប្រទេសរបស់យើងហើយទី2គឺខ្ញុំអត់និយាយទេគឺធ្វើជាប្រភេទ ASMR អាហ្នឹងគឺវា viral ទូទាំងពិភពលោកបាទជាពិសេសទៅខាងស្រុកគេច្រើនអញ្ចឹងភាគច្រើនគេ comment សួរហើយគេ comment សួរថាសេវាកម្មរបស់យើងនៅណាអញ្ចឹងយើងតបគេថាពីកម្ពុជាអញ្ចឹងទៅក៏យើងអាចជួយប្រម៉ូទប្រទេសយើងបានដែរតែបច្ចេកទេសនៃការជួសជុលនៅប្រទេសយើងក៏វាមិនអន់ដែរបាទហ្នឹងហើយចូលចិត្តកែច្នៃបាទកែច្នៃជួនកាលការងារមួយដែលត្រូវចំណាយលុយអស់$200យើងកែច្នៃអស់ត្រឹម50អីចឹងទៅបាទអញ្ចឹងបើសិនជាករណីបងធ្វើទៅវា viral ដល់ខាងក្រៅអញ្ចឹងតើបងមានដែលទទួលបាន audience ពីខាងក្រៅមកដែលគាត់មក repair កន្លែងយើងឬក៏យ៉ាងណាដែរបាទមានដែរណាបាទមានដែលខ្ញុំទទួលបានតាមខ្ញុំចាំភាគច្រើនមកពីមិនភាគច្រើនទេមួយដែរទេបាទមកពីខាងប្រទេសបារាំងខាងអាមេរិកហើយនឹងខាងឥណ្ឌូនេស៊ីក៏គាត់ធ្លាប់មកនឹងដែរហើយមួយទៀតគឺភ្ញៀវបរទេសគាត់នៅរស់នៅប្រចាំស្រុកខ្មែរហ្នឹងគាត់រស់នៅក្នុងស្រុកខ្មែរយើងក៏គាត់ទៅទទួលសេវាកម្មកន្លែងយើងដែរគាត់
research តាម YouTube ទៅគាត់ contact ទៅគឺនៅទីតាំងនៅស្រុកខ្មែរនឹងនៅទីតាំងដែលគាត់រស់នៅស្រាប់អញ្ចឹងហ្នឹងហើយ បាទមួយទៀតបងឃើញថានៅក្នុងវិស័យនេះបងមានបទពិសោធន៍ក៏ដូចជាលក្ខណៈថាបងចូលក្នុងវិស័យនេះយូរហើយតើបើសិនជាគោលបំណងធំក្នុងជីវិតក៏ដូចជាក្តីសម័យរបស់បងផ្ទាល់ហ្មងបងមានគោលបំណងអីដែរ គោលបំណងរបស់ខ្ញុំធំហ្នឹងគឺខ្ញុំចង់ឲ្យគេស្គាល់ខ្ញុំតាមរយៈវីដេអូបាទ បាទ វីដេអូការជួសជុលទូរស័ព្ទហ្នឹង បាទ តែឥឡូវគឺវារៀងដើរតិចតិចហើយបាទអញ្ចឹងខ្ញុំនៅប្រឹងបន្តទៀតដើម្បីឲ្យគេស្គាល់កាន់តែច្រើនហើយទាំងក្រៅស្រុកនិងក្នុងស្រុកបាទ បាទហើយចុះបងគោលបំណងនៃការធ្វើវីដេអូនេះបើសិនជាទៅលើ audience ផ្ទាល់បងចង់ផ្ដល់ជូនអីដល់គាត់ដែរ សម្រាប់ audience ខ្ញុំចង់ផ្ដល់ចំណេះដឹង process នៃការងារនៃការជួសជុលទូរស័ព្ទមួយអញ្ចឹងឧទាហរណ៍ដូចដូរថ្មអាហ្នឹងគឺយើងត្រូវដូរ process ការងារដូរថ្មគឺយើងត្រូវធ្វើមិនខ្លះ បាទ ដូរក្រង់យើងត្រូវធ្វើមិនខ្លះអាហ្នឹងគឺខ្ញុំចង់បង្ហាញ process ការងារដល់គាត់ឲ្យបានយល់បាទ បាទជាចុងក្រោយគឺឃើញថាការបកស្រាយរបស់បងគឺបានក្បោះក្បាយខ្លាំងមែនតើ បាទទាំងខ្ញុំក៏ដូចជាទាំង audience ជឿថាគាត់ប្រកាសជាទទួលបានចំណេះដឹងថ្មីថ្មីក៏ដូចជាគាត់នឹងយល់ដឹងបន្ថែមអំពីគ្រឿងបន្លាស់ទូរស័ព្ទមុននឹងគាត់សម្រេចចិត្តក្នុងការជួសជុលឬក៏គាត់សម្រេចចិត្តក្នុងការទិញទូរស័ព្ទមកទឹកបាទយើងឃើញថាទូរស័ព្ទដោយសារទូរស័ព្ទមកទឹកក្នុងស្រុកខ្មែរយើងវាចរាចរច្រើនខាងមែនតើបាទអញ្ចឹងយើងគួរតែសម្រេចចិត្តឲ្យបានត្រូវមុននឹងយើងសម្រេចចិត្តក្នុងការទិញឬក៏ជួសជុលទូរស័ព្ទ អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅពេលដែលស្ដាប់វីដេអូនេះហើយនឹងទទួលបានចំណេះដឹងថ្មីបាទដោយសារតែបងសេឡាគាត់បានរៀបរាប់បានយ៉ាងក្បោះក្បាយខ្លាំងមែនតើជាចុងក្រោយពីខ្ញុំបានសុកលី ខ្ញុំបាទឈុនសេឡា បាទសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់នៅអេពីសូតនេះផងដែរ បាទអរគុណ សូមអរគុណ